Good morning រុនសួស្តីលោកអ្នកបងប្អូនត្រៀមហើយឬនៅត្រៀមដើម្បីស្ដាប់ព្រះបន្ទូលព្រះអង្គហើយនៅជឿទេថារៀងរាល់សប្តាហ៍ព្រះបំរុងទុកនៅរឿងដ៏ល្អបំផុតសម្រាប់យើងនៅក្នុងគោលការណ៍នៃព្រះគម្ពីរគឺព្រះអង្គបង្កើតយើងមកគួរកោតគួរអស្ចារ្យបាទហើយដល់ព្រោះព្រះអង្គបង្កើតយើងមកគួរកោតអស្ចារ្យគួរកោតគួរអស្ចារ្យឲ្យដូចហើយចំរូបអង្គព្រះតែងបំរុងទុកនៅអ្វីដែលល្អបំផុតមិនមែនល្អដែរតែល្អបំផុតសម្រាប់អស់អ្នកដែលស្រឡាញ់ហើយកោតខ្លាចព្រះអាមែនបាទហើយការល្អនោះគឺមករាល់ពេលរាល់វេលាបាទមករាល់ថ្ងៃមករាល់ខែមកជាប្រចាំហើយកាន់តែល្អទៅរហូតតតែយើងបានដូចព្រះគ្រីស្ទហើយជួបព្រះភ័ក្ត្រព្រះជាម្ចាស់អាមែននេះគឺជា concept គឺជាគោលគំនិតនៃព្រះគម្ពីរបាទបើលោកអ្នកបងប្អូនជឿព្រះជាម្ចាស់ហើយលោកអ្នកបងប្អូនបាទមើលឃើញថាជំនឿខ្ញុំមិនទៅមុខសុខភាពខ្ញុំមិនផ្លាស់ប្ដូរជីវភាពរបស់ខ្ញុំនៅដដែលជឿព្រះដូចជាមុជមិនជ្រៅទៅមិនឆ្ងាយនោះមានន័យថា you are something wrong ខុសអីម្យ៉ាងហើយបាទពីព្រោះវាមិនមែនជាគោលគំនិតនៃព្រះគម្ពីរនោះឡើយអាមែនបាទនេះគឺជាការពិតលោកអ្នកសូមកត់គិតចេះនៅពេលដែលអធិរាជមួយទទួលដំណឹងថាព្រះរាជនីចាប់ដើមមានកបាទក្រៅពីអធិរាជនោះរីករាយបាទព្រះរាជនីនោះត្រូវបាន treat in special way ព្រះរាជនីនោះគឺត្រូវបានថែទាំយកទៅដាក់កាន់តែពិសេសបន្ថែមទៀតដោយព្រោះមានកត្រូវអត់ខ្ញុំហើយនឹងលោកនេះគឺជាកូនរបស់ព្រះហើយស្ដេចនៃឋានសួគ៌ចាប់តាំងពីថ្ងៃដែលយើងប្រែចិត្តទទួលព្រះអង្គបាទគឺយើងត្រូវបាន treat in special way រួចទៅហើយខុសពីមនុស្សដទៃផ្សេងទៀតហើយរឿងអ្វីក៏ដោយលោកអ្នកបងសំខាន់គឺ perspective ផ្នត់គំនិតបើផ្នត់គំនិតយើងមិនដូរហើយយើងមើលមិនឃើញមិនអាចទទួលសេចក្តីបង្រៀនត្រឹមត្រូវតាមព្រះគម្ពីរ you never change again បើផ្នត់គំនិតរបស់លោកអ្នកបងប្អូនការយល់ឃើញរបស់អ្នកបងប្អូនបាទគោលគំនិតលោកអ្នកបងប្អូនមិនបានមើលឃើញមិនបានយល់ត្រឹមត្រូវតាមព្រះគម្ពីរទេសាច់ឈាមអ្នកនឹងមិនដែលបដូរឡើយវាជានឹងសំខាន់ពីព្រោះនោះគឺជា software គឺជាគេហៅថា software យើងគំនិតបាទយើងអត់មានអីពាក្យលើសពីហ្នឹងទេបាទដែលអីគេដែលបង្កើតអ្វីគ្រប់យ៉ាងអ្វីទាំងអស់កើតចេញពីក្នុងគំនិតអ្វីទាំងអស់កើតចេញពីរបស់ដែលមើលអត់ឃើញដូចជាព្រះដែលមើលមិនឃើញបង្កើតអ្វីដែលមើលឃើញអញ្ចឹងដែរអាមែនបាទនេះគឺជាយើងត្រូវយល់ដឹងអញ្ចឹងហើយបានជាខ្ញុំផ្ទាល់ក៏ដូចជាព្រះពន្លាសរតានិងសាទេវីប្រយ័ត្នខ្លាំងណាស់ឲ្យលោកអ្នកបងប្អូនយល់ដឹងត្រឹមត្រូវទទួលសេចក្តីបង្រៀនត្រឹមត្រូវមាន perspective ត្រឹមត្រូវពីព្រោះវាជាគ្រឹះនៃការផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្នុងជប់នេះកុំមើលឃើញថាធម្មតាមនុស្សពីរនាក់ស្ថិតនៅក្នុងស្ថានភាពតែមួយតែគំនិតខុសគ្នាម្នាក់មើលឃើញតែរឿងនៅចំពោះមុខ
វេទនាតោកយ៉ាលំបាកជីវិតគឺតែប៉ុណ្ណឹងតែម្នាក់ផ្សេងទៀតនៅក្នុងស្ថានភាពដូចគ្នាប៉ុន្តែគាត់មានក្តីសង្ឃឹមបាទគាត់សម្លឹងមើលតែអនាគតក៏មើលបច្ចុប្បន្នភាពរបស់គាត់ដែរគាត់ថាខ្ញុំនឹងផ្លាស់ប្ដូរខ្ញុំនឹងប្រសើរខ្ញុំនឹងចម្រើនឡើងមិនយូរប៉ុន្មានមនុស្សពីរនឹងមានវាសនាខុសគ្នាដាច់តើគាត់ខុសគ្នាពីកន្លែងណាគាត់ខុសគ្នាតាំងពីនៅក្នុងគំនិតរបស់គាត់ហើយដោយសារភាពខុសគ្នានៅក្នុងគំនិតរបស់គាត់ផ្លូវគាត់ក៏ដើរផ្សេងគ្នាដែរអត់តន់និយាយពីរឿងចេះឬមិនចេះអត់តន់និយាយពីរឿងមានឬមិនមានអត់តន់និយាយពីឱកាសអ្វីទាំងអស់ everything start with your thought ពីគំនិតរបស់យើងអញ្ចឹងហើយបាទព្រះជាម្ចាស់ខ្ញុំទូថាបើអ្នកមិនផ្លាស់ប្រែជាថ្មីអ្នកនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយពាក្យថាចូលទៅក្នុងនគរព្រះមិនមែនគ្រាន់តែទទួលសេចក្តីសង្គ្រោះទេពីព្រោះនគរព្រះមិនមែនមានតែសេចក្តីសង្គ្រោះទេនៅក្នុងនគរព្រះគឺមានអ្វីគ្រប់យ៉ាង all original អ្វីគ្រប់យ៉ាងដែលជាប្រភពដើមធនធានប្រពោអំណរអំណាចបច្ចេស្តាទ្រព្យសម្បត្តិកេរ្តិ៍ឈ្មោះកិត្តិយសគ្រប់យ៉ាងគឺជារបស់ព្រះហើយនៅក្នុងនគរព្រះនៅពេលដែលព្រះជាម្ចាស់ថាបើមិនផ្លាស់ប្ដូរជាថ្មីអ្នកមិនអាចចូលទៅក្នុងនគរព្រះបានឡើយលើសពីក្តីសង្គ្រោះ more than a salvation ចឹងបានទៅប្រយ័ត្នអ្នកអាចអត់អ្វីគ្រប់យ៉ាងអ្នកអាចបាត់អ្វីគ្រប់យ៉ាងតែអ្នកមិនអាចផ្លាស់ប្ដូរការគិតទេតាការគិតរបស់អ្នកលែងត្រឹមត្រូវជីវិតអ្នកក៏លែងផ្លាស់ប្ដូរដែរបាទត្រូវការពីអានឹងគឺជាប្រភពនៃសិទ្ធិអំណាចប្រភពនៃធនធានប្រភពនៃទ្រព្យតាបាត់អានឹងអ្វីគ្រប់យ៉ាងគឺវាលំទៅតាមនឹងដូចជាផ្ទះដែលលំគ្រឹះអញ្ចឹងទោះបីខាងលើវានៅល្អមែនមិនយូរប៉ុន្មានវា deform វានឹងទាញគ្នាចុះឡើងបាក់អស់ហើយយើងត្រូវយល់ត្រូវហាត់ train ខ្លួនឯងបាទថ្ងៃនេះយើងនឹងរៀននៅព្រះរាជសារមួយបាទ continue to love បន្តស្រឡាញ់នៅពេលដែលយើងនិយាយពីបន្តស្រឡាញ់មានន័យថាយើងបានចាប់ផ្ដើមក្តីស្រឡាញ់យើងស្រឡាញ់រួចហើយបាទបន្តស្រឡាញ់មានន័យថាយើងត្រូវធ្វើឲ្យក្តីស្រឡាញ់ដែលយើងបានចាប់ផ្ដើមសេចក្តីស្រឡាញ់ដែលយើងមានបាទបន្តថិតថេរបាទគង់វង្សហើយប្រសើរឡើងទៅមុខទៀតអានឹងហៅថាបន្តស្រឡាញ់ងាយចាប់ផ្ដើមស្រឡាញ់អ្នកណាក៏អាចចាប់ផ្ដើមត្រូវអត់ក៏ប៉ុន្តែបន្តក្តីស្រឡាញ់មិនមែនគ្រប់គ្នាអាចធ្វើបានដើម្បីអាចធ្វើឲ្យក្តីស្រឡាញ់របស់ផងយើងអាចបន្តដំណើរទៅមុខទៀតគឺត្រូវការយន្តការមានន័យថាវិធីសាស្ត្រឬបែបបទបាទត្រឹមត្រូវ need a tools ត្រូវការសម្ភារៈបាទដើម្បីឲ្យយើងអាចបន្តដំណើរស្រួលស្ដាប់ខ្ញុំឧទាហរណ៍ភោជនីយដ្ឋានណាក៏ចំអិនម្ហូបដោយសារត្រីហើយនឹងសាច់ត្រូវអត់ត្រីទឹកសាបក៏ដោយត្រីទឹកប្រៃក៏ត្រីប្រភេទណាដោយត្រីគឺត្រីសាច់ទោះបីសាច់ប្រភេទណាដោយសាច់គឺសាច់យើងនិយាយតែអញ្ចឹងចុះភោជនីយដ្ឋានណាក៏ត្រូវការត្រីនិងសាច់បាទយកមកចំអិនដែរសាច់ដដែលត្រីដដែលអ្នកនៅតាមចិញ្ចើមថ្នល់យកបានយ៉ាងច្រើន10000នេះក្នុងមួយចានអ្នកនៅភោជនីយដ្ឋានបាទគេអាចយកបាន$3ប៉ុន្តែបើលោកនាងប្អូនទៅភោជនីយដ្ឋានជប៉ុនវិញមកកាសេអីចឹងទៅ250
ត្រូវអត់ហេតុអីពីព្រោះកន្លែងផ្សេងគ្នាហើយវិធីចំអិនផ្សេងគ្នាអាមែនវិធីចំអិនផ្សេងគ្នាបាទនេះគឺជារឿងសំខាន់បាទអញ្ចឹងហើយបានជាអីគេបាទបានជានៅក្នុងព្រះគម្ពីរមនុស្សគ្រប់គ្នាជឿព្រះដូចគ្នាមានព្រះគម្ពីរជាគោលដូចគ្នាក៏ប៉ុន្តែមានអ្នកទទួលពរនិងអ្នកអត់ទទួលពរ basic need តម្រូវការបាក់ធំជឿព្រះរួចពីបាបដូចគ្នាត្រូវអត់ប៉ុន្តែផុតពីរួចពីបាបទៅ we need something more ពីព្រោះជីវិតមិនគ្រាន់តែត្រូវការមានកំណើតទេបន្ទាប់ពីជីវិតចាប់បដិសន្ធិហើយជីវិតត្រូវការ something more ដើម្បីបន្តជីវិតនឹងតទៅទៀតត្រូវអត់ប៉ុន្តែគ្រីស្ទបរិស័ទចាប់ចប់ទំនឹងជឿព្រះរួចពីបាបទៅឋានសួគ៌ that's all ពីលោកកបាត់ដល់វិវរណៈចប់ប៉ុន្តែព្រះពលិស្រាប់ថានឹងសាធិវីប្រាប់លោកអ្នកបងប្អូនថាត្រូវជឿព្រះរួចពីបាបបានទៅឋានសួគ៌ក៏ប៉ុន្តែមុនពេលទៅឋានសួគ៌នៅពេលដែលអ្នកកំពុងនៅរស់នៅលើផែនដីឡើយ God want you to get something more ព្រះអង្គចង់ឲ្យលោកអ្នកបងប្អូនទទួលអីបន្ថែមទៀតបាទនៅក្នុងពេលដែលនៅរស់ពីព្រោះលោកអ្នកបងប្អូនជាសាក្សីពីព្រះនោះជាអ្វីដែលយើងបង្រៀននៅក្នុងគោលការណ៍នៃព្រះគម្ពីរអាមែនបាទបើសិនជាលោកអ្នកបងប្អូនគ្រាន់នឹកឃើញជឿព្រះហើយបានសង្គ្រោះទៅឋានសួគ៌គ្មានបាទអត់មានការយល់ដឹងអ្វីផ្សេងទៀតទេជំនឿអ្នកគ្មានកម្លាំងឡើយពីព្រោះវាយូរណាស់ต้องរំទៅដល់ឋានសួគ៌អាមែនបាទពពកនឹងយូរណាស់ក្តីសន្យានឹងយូរណាស់ហើយដោយព្រោះសង្ឃឹមយូរពេកប្រហែលជាបាត់តាមផ្លូវផងចឹងហើយបានយើងត្រូវការរង្វាន់លួងចិត្តអាមែនខ្ញុំឧទាហរណ៍បាទឥឡូវខ្ញុំឧទាហរណ៍កូនខ្ញុំយន្តឋានមកខាងលើមកអូខេឥឡូវខ្ញុំនិយាយទៅកាន់គាត់ខ្ញុំថាបើកូនរៀនចប់មហាវិទ្យាល័យបានទិញឡានឲ្យអានឹងគឺជារង្វាន់ដែលសម្រាប់គាត់ណាបានទិញឡានឲ្យប៉ុន្តែចប់មហាវិទ្យាល័យពីឥឡូវទៅវា10ឆ្នាំជាងទៀតអញ្ចឹងអារង្វាន់នឹងវាធំវាអស្ចារ្យវា surprise ប៉ុន្តែវាយូរអស់10ឆ្នាំទៀតដើម្បីឲ្យគាត់អាចទៅដល់អារង្វាន់ធំនឹងខ្ញុំត្រូវការមានរង្វាន់លួងចិត្តដល់គាត់បើខែនេះកូនរៀនបានលេខ1កូនបាន50ឡានបើឆ្នាំនេះកូនរៀនបានលេខ1បាទដូរកង់ឲ្យឃើញអត់អញ្ចឹងអាប្រាក់រង្វាន់តិចតួចនេះវាធ្វើឲ្យគាត់ដេញតាមមានកម្លាំងដើម្បីទទួលយកអាធំផុតតែបើសិនអត់មានអាតូចៗហ្នឹងអញ្ចឹងហើយបានជាពេលដែលយើងនៅរស់ដូចគ្នាព្រះចង់ឲ្យយើងភ្លក់ taste heavenly taste heavenly life បាទឲ្យយើងភ្លក់រសជាតិនៃឋានសួគ៌ថាអីជឿព្រះល្អអញ្ចឹងណាជឿព្រះអស្ចារ្យអញ្ចឹងណាជឿព្រះវិសេសអញ្ចឹងណាដើម្បីអីគេ motivate យើងជំរុញចិត្តយើងឲ្យយើងអាចទៅមុខទៀតអាមែនបាទនេះគឺជាអ្វីដែលព្រះគម្ពីរដូចគ្នាឥឡូវត្រឡប់មកវិញរឿងបន្តស្រឡាញ់បើលោកអ្នកបងប្អូនមើលទៅក្នុងដើមជំពូក13ព្រះគម្ពីរបានប្រាប់ថាព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃបុណ្យរំលងប៉ុន្តែព្រះគម្ពីរប្រាប់ពាក្យថាមុនបុណ្យពីព្រោះបុណ្យចាប់ផ្ដើមពេលថ្ងៃលិចហើយរឿងរ៉ាវកើតក្នុងថ្ងៃហ្នឹងប៉ុន្តែមុនពេលកម្មវិធីចាប់ផ្ដើមបាទហើយយើងដឹងថាបាទ
បើកើតពីការបរិច្ឆេទបាទគឺនៅគ្រិស្តសករាជទី32ថ្ងៃ14បាទខែ1គឺខែនិស្សានអាហ្នឹងបើយើងគិត prophetic time ណាបងថាម៉េចព្រះយេស៊ូវទ្រង់ជ្រាបថាពេលកំណត់ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះទៅឯព្រះបិតាបានមកដល់ហើយចាំថាព្រះយេស៊ូវជាព្រះអញ្ចឹងព្រះអង្គដឹងគ្រប់កិច្ចការទាំងអស់បាទហើយគ្មានអ្វីដែលលាក់កំបាំងនៅចំពោះទ្រង់ទេបាទព្រះអង្គដឹងហើយថាបាទព្រះអង្គដល់ពេលវេលាដែលត្រូវសុគតដល់ពេលវេលាដែលត្រូវចាកចេញពីផែនដីនេះហើយក៏ប៉ុន្តែពួកសិស្សទ្រង់អត់ទៅនៅឡើយទេពួកសិស្សទ្រង់គេនៅបន្តរស់ពួកនៅសិស្សទ្រង់គេនៅបន្តនៅលើផែនដីគេនៅបន្តបេសកកម្មតទៅទៀតបាទអញ្ចឹងតើធ្វើយ៉ាងម៉េចដើម្បីឲ្យព្រះអង្គបង្ហាញប្រាប់គេជាភ័ស្តុតាងថាកាលដែលទ្រង់នៅផែនដីយ៉ាងម៉េចគឺទ្រង់នៅតែស្រឡាញ់យកចិត្តទុកដាក់គេអញ្ចឹងក៏បានប្រទាននៅរូបមន្តមួយថាដែលទ្រង់ស្រឡាញ់គេយ៉ាងណាពេលដែលទ្រង់នៅជាមួយគេពេលដែលបាត់វត្តមានទ្រង់នៅតែស្រឡាញ់អញ្ចឹងហើយដូច្នេះឲ្យគេស្រឡាញ់គ្នាទៅវិញទៅមកបែបដូចនេះដែរទ្រង់បានធ្វើរឿងមួយបាទហើយតាមពិតរឿងនោះមិនចម្លែកទេពីព្រោះវាជាផ្នែកនៃវប្បធម៌របស់អ៊ីស្រាអែលស្រាប់បាទដូច្នេះបាទអញ្ចឹងពាក្យដូច្នេះមានបាទគឺនិយាយជារួមសម្ដៅទៅដល់ចំណុចសំខាន់តែម្ដងដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះទ្រង់បានស្រឡាញ់មិនព្រះអង្គទៅនឹកឃើញស្រឡាញ់ថ្ងៃហ្នឹងឬចង់ស្រឡាញ់ទេមានន័យថាក្តីស្រឡាញ់ដែលទ្រង់បានប្រទានដល់គេមានយូរមកហើយចាប់តាំងពីថ្ងៃដែលព្រះអង្គផ្សាយដំណឹងល្អចាប់តាំងពីថ្ងៃដែលទ្រង់បានជ្រើសរើសគេធ្វើជាសិស្សអាមែនបាទបានស្រឡាញ់ដល់ពួកទ្រង់គឺសំដៅទៅលើសាវកទាំង12សំដៅទៅលើអស់អ្នកដែលស្រឡាញ់គោរពកោតខ្លាចព្រះជាអម្ចាស់បាទក៏សំដៅមកកាន់ខ្ញុំនិងលោកអ្នកបងដែរនោះទ្រង់ក៏ចេះតែស្រឡាញ់គេដល់រាបដល់ចុងបំផុតតើចុងបំផុតគឺជាអ្វីចុងបំផុតនេះមិនមែនឈើឆ្កាងទេចុងបំផុតនេះមិនមែនត្រឹមពយេតរហូតព្រះយេស៊ូវអស់បជនទេចុងបំផុតនេះគឺនិយាយទៅដល់ព្រឹត្តិការណ៍មួយនៅថ្ងៃដែលគេជួបព្រះអង្គសាជាថ្មីម្ដងទៀតក្នុងនាមទ្រង់ជាកូនកំឡោះគេជាកូនកំមុំនៅក្នុងវិវាហមង្គលកូនជាមមុនពេលចាប់ដើមរែក 1000 ឆ្នាំគឺជាពេលដែលទ្រង់ហើយនឹងពួកហើយនឹងអស់អ្នកដែលស្រឡាញ់ព្រះអង្គលែងបែកគ្នាតទៅទៀតអានោះហៅថាចុងបំផុតអាមែនបាទអញ្ចឹងព្រះគម្ពីររៀបរាប់យ៉ាងច្បាស់ថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យព្រះអង្គដែលស្រឡាញ់គេហើយទ្រង់នៅតែបន្តហើយក្តីស្រឡាញ់នោះនៅតែបន្ត going on តទៅទៀតអាមែនព្រះអង្គប្រាប់នៅខាងក្រៅបើលោកអ្នកបងប្អូនមើលនៅក្នុងខ1រហូតដល់ខ5ហើយ12ដល់ខ14នេះគឺជាចំណុចទី1បាទដែលជាយន្តការជាវិធីសាស្ត្របាទដែលគេដែលព្រះអង្គបង្ហាញប្រាប់សិស្សព្រះអង្គថាព្រះអង្គស្រឡាញ់គេហើយក៏ជាយន្តការមួយឬវិធីសាស្ត្រដែលព្រះដ៏ជាម្ចាស់បង្រៀនដល់អ្នកដែលស្រឡាញ់គោរពកោតខ្លាចដល់ព្រះជាម្ចាស់ដើម្បីឲ្យគេបន្តស្រឡាញ់ដល់គ្នាទៅវិញទៅមកក្នុងចំណោមពួកបរិសុទ្ធដែរអាមែនឥឡូវខ្ញុំអានពីខ1ទៅកាន់ខ5បាទខ្ញុំអានចប់ខ1អីបាទកំពុងពេលបាយយប់នោះមានន័យថាពិធីបុណ្យបានចាប់ផ្ដើមហើយអាមែនបាទដរាបបាទកាលអរិយបានបញ្ចូលចិត្តយូដាសអេសការីយ៉ុតជាកូនស៊ីម៉ូនឲ្យបញ្ជូនទ្រង់នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថាព្រះវរបិតាបានប្រគល់ការទាំងអស់មកក្នុងព្រះហស្ថទ្រង់បាទហើយទ្រង់មកពីព្រះក៏ត្រូវទៅឯព្រះវិញ
បាទអញ្ចឹងខ2និងខ3ព្រះគម្ពីរគ្រាន់តែខ្វូតប្រាប់យើងថាព្រះយេស៊ូវជានរណាព្រះយេស៊ូវជាព្រះដែលព្រះអង្គមកពីព្រះហើយព្រះអង្គត្រូវទៅព្រះយេស៊ូវជ្រាបសពគ្រប់យ៉ាងពីព្រោះហេតុអីបានជាលោកយូហានបញ្ជាក់កន្លែងនេះពីព្រោះគោលគំនិតរបស់ដំណឹងល្អយូហានគឺដើម្បីនាំមនុស្សទទួលព្រះយេស៊ូវជាព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះនៅចុងជំពូកព្រះអង្គថាម៉េចបានចែងទុកមកតែប៉ុណ្ណេះដើម្បីឲ្យអស់អ្នកដែលឮដែលកាន់អានបានទទួលស្គាល់ថាព្រះយេស៊ូវជាព្រះរាជបុត្រាហើយសង្គ្រោះដោយសារព្រះនាមទ្រង់នេះគឺជាគោលគំនិតនៃដំណឹងល្អយូហានដូច្នេះបានជាគាត់បញ្ជាក់បាទដើម្បីឲ្យអ្នកដែលអានយល់ថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះមកពីព្រះហើយត្រូវទៅឲ្យព្រះការសង្កត់របស់ផងទ្រង់មិនមានចៃដន្យឡើយអាមែនប៉ុន្តែមិនមែនមេរៀនយើងនៅថ្ងៃទេខ្ញុំគ្រាន់តែដោយសារអានហើយខ្ញុំបញ្ជាក់អាមែនខ4ទ្រង់បានក្រោកពីសោយឡើងដោះព្រះពស្ត្របាទព្រះពស្ត្រគឺអាវក្រៅពីព្រោះជនជាតិអ៊ីស្រាអែលដូចជាជនជាតិចិនអញ្ចឹងសម្លៀកបំពាក់អាចនឹងលើសពី2នៅលើខ្លួនតែមួយយើងស្លៀកសម្លៀកបំពាក់បើថាគឺអាវហើយបាទប៉ុន្តែអ៊ីស្រាអែលក៏អត់អញ្ចឹងទេគេមានអាវនៅខាងក្នុងបាទដែលជាប់នឹងសាច់របស់ផងគេបាទដូចបើយើងនិយាយឲ្យស្រួលស្រាប់អាវខាងក្នុងអាវតំណប់ខាងក្នុងឬដូចលីអូរបស់សម្លៀកបំពាក់អញ្ចឹងរ៉ូបស្ដើងសខាងក្នុងបាទដើម្បីអីគេបាទហើយអានឹងវាដូចជាលីអូរបស់គេអញ្ចឹងហើយគេពាក់អាវខាងក្រៅមួយថែមទៀតអញ្ចឹងនៅពេលដែលគេត្រូវបាទដោះបោកពីព្រោះគេអត់មានសម្លៀកបំពាក់ច្រើនដូចយើងបច្ចុប្បន្នទេគេបោកអាក្រៅទៅហើយវប្បធម៌ហ្នឹងឃើញមាននៅក្នុងភាសាចិនជនជាតិចិនវប្បធម៌ហ្នឹងឃើញមាននៅក្នុងជនជាតិអីគេបាទអ៊ីស្រាអែលវប្បធម៌ហ្នឹងឃើញមាននៅក្នុងជនជាតិជប៉ុនឬជនជាតិដទៃផ្សេងទៀតបាទជាពិសេសស្រុកដែលត្រជាក់គេមាន4-5ជាន់នោះបាទហាក្រៅហ្នឹងគេគ្រាន់តែគ្របពីលើទេអញ្ចឹងពាក្យដោះអាវកន្លែងហ្នឹងយើងបាទគឺអីគេគឺដោះអាវក្រៅបាទ officially robe ហ្នឹងចេញបាទទ្រង់បានក្រោកឡើងខ4ពីព្រះស្ងោយដោយដោះព្រះពស្ត្រចេញរួចយកក្រមាមកក្រវ៉ាត់អង្គភាសាយើងប្រើពាក្យកម្មាបាទគេនឹងវាដូចជាកម្មាដែរដូចថាលីតចឹងបាទដែលអីគេដែលពេលក្តៅទទួលបាទពេលយប់ដដប់បាទហើយជាមួយគ្នាបាទគេប្រើជាសម្ភារៈគ្រប់យ៉ាងបាទតមកទៀតក្រោយនោះទ្រង់ក៏ចាក់ទឹកក្នុងចានខ្លាំបាទចានខ្លាំភាសាខ្មែរប្រើពាក្យ basin បាទចាប់តាំងលាងជើងពួកសិស្សហើយយកក្រមាដែលទ្រង់ក្រវ៉ាត់នោះមកជូតបាទហើយនៅក្នុងខ12រហូតដល់ខ14កាលទ្រង់បានលាងជើងគេរួចហើយបានពាក់ព្រះពស្ត្រទ្រង់វិញនោះទ្រង់ក៏គង់នៅតុមានបន្ទូលទៅគេថាតើអ្នកយល់ការដែលខ្ញុំទើបនឹងធ្វើនេះទេខ្លាចក្រែងគេមិនចាប់អារម្មណ៍បាទនឹងអ្វីដែលទ្រង់ធ្វើឬក៏ miss what is important teaching អ្វីដែលព្រះអង្គបង្រៀនគេយ៉ាងសំខាន់ព្រះអង្គចាប់ផ្ដើមជាមួយនឹងសំណួរជឿអ្វីខ្ញុំធ្វើអត់មានន័យថាព្រះយេស៊ូវកម្របង្រៀនហើយប្រើសំណួរដើម្បីទាញឲ្យគេមានចាប់អារម្មណ៍ណាព្រះអង្គបង្រៀនហើយបាទគេចាប់បានបណ្ណាយកប៉ុណ្ណឹងទៅប៉ុន្តែដោយព្រោះសេចក្តីបង្រៀននេះសំខាន់បានជាព្រះអង្គបង្រៀនគេហើយ
បងខ្លាចគេមិនចាប់អារម្មណ៍បងសួរគេបញ្ជាក់ថែមទៀតបាទណាតើអ្នករាល់គ្នាយល់ការដែលខ្ញុំទើបនឹងធ្វើនេះឬទេព្រះអង្គចង់ឲ្យគេយល់ច្បាស់យល់ដើម្បីអីយល់ដើម្បីឲ្យគេបន្តប្រព្រឹត្តយល់ដើម្បីឲ្យគេបន្តបង្រៀននៅក្នុងក្រុមជំនុំនៃព្រះអាមែនលោកអ្នកយើងមិនអាចប្រព្រឹត្តទេនៅអ្វីពេលដែលយើងមិនយល់ហើយយើងក៏មិនអាចបង្រៀននៅអ្វីដែលយើងមិនបានរៀនដែរវាជារឿងសំខាន់អ្នករាល់គ្នាហៅខ្ញុំជាគ្រូហើយជាព្រះអម្ចាស់ហេតុអ្វីបានជាព្រះអង្គនិយាយកន្លែងហ្នឹងពីព្រោះឋានៈព្រះអង្គជាគ្រូហើយនឹងជាព្រះម្ចាស់នឹងទង្វើដែលទ្រង់ទៅតែធ្វើគឺវាជារឿងបាញ់ច្រាស់គ្នាអាមែនបាទឋានៈព្រះអង្គជាគ្រូហើយជាព្រះម្ចាស់គឺជាអ្នកដែលមានឧត្តមភាពខ្ពង់ខ្ពស់ប្រសើរដែលត្រូវឲ្យគេបំរើត្រូវឲ្យគេលាងជើងនេះគឺជាធម្មតាក៏ប៉ុន្តែព្រះយេស៊ូវធ្វើមិនធម្មតាពីព្រោះទោះបើទ្រង់ជាព្រះហើយជាព្រះម្ចាស់ប៉ុន្តែទ្រង់បែរទៅជាធ្វើរឿងមិនធម្មតាគឺមកលាងជើងឲ្យគេទៅវិញអាមែនបាទនៅក្នុងវប្បធម៌អ៊ីស្រាអែលគ្រប់ទាំងផ្ទះនៅមុនចូលផ្ទះគឺតែងមានពាងដាក់ទឹកសម្រាប់លាងដៃលាងជើងបាទនៅពេលដែលមនុស្សចូលមកក្នុងផ្ទះគេនឹងមិនអាចដើរចូលទៅក្នុងផ្ទះបាទបានទេបើសិនជាគេមិនលាងដៃលាងជើងជាមុនបាទជាពិសេសអ្នកធំមេគ្រួសារបាទចៅវាយដែលដើរពីខាងក្រៅចូលមកបើបំរើដែលមានឋានៈតូចជាងគេតែងរត់យ៉ាងលឿនបាទសំដៅទៅកាន់ពាងទឹកចៅវាយក៏ដើរទៅកាន់ពាងទឹកអ្នកបំរើក៏ដើរទៅកាន់ពាងទឹកហើយអ្នកបំរើដែលមានឋានៈតូចទាបជាងគេក្នុងគ្រួសារនោះដួសទឹកលាងជើងលាងដៃជូនចៅវាយនាយហើយជូតជូនលោកយ៉ាងស្អាតបាទនេះជាតួនាទីរបស់អ្នកបំរើទើបលោកធ្វើដំណើរចូលទៅកាន់ផ្ទះអាមែនបាទប៉ុន្តែនៅកន្លែងនេះអ្នកដែលលាងហើយអ្នកដែលជូតដៃជូតជើងគេវាមិនមែនជាអ្នកបំរើតូចទាបប៉ុន្តែជាព្រះដ៏ធំបណ្ដាច់ខ្ពស់បណ្ដាច់ជាព្រះម្ចាស់របស់គេទៅវិញនេះគឺជាភាពខុសគ្នាអាមែនអញ្ចឹងហើយបាទបានជាព្រះអង្គប្រាប់គេបាទពីព្រោះគេងាយយល់ទេពីព្រោះនេះជាប្រពៃណីនិងវប្បធម៌របស់គេប៉ុន្តែអ្វីដែលគេពិបាកយល់ហេតុអីអ្នកធំមកលាងជើងឲ្យខ្ញុំដែរជាមនុស្សតូចទៀតនេះគឺជាអ្វីដែលគេមិនយល់ហើយព្រះអង្គសួរគេពីព្រោះចង់ឲ្យគេយល់ថាជាធម្មតាអ្នកតូចលាងជើងឲ្យអ្នកធំតែនៅថ្ងៃនេះជាថ្ងៃមិនធម្មតាពីព្រោះខ្ញុំជាអ្នកធំលាងជើងឲ្យអ្នកជាអ្នកតូចហើយខ្ញុំមានមេរៀនមួយយ៉ាងសំខាន់សម្រាប់អ្នកភាសាសាមញ្ញគឺមានន័យចឹងអាមែនយើងឃើញតមកទៀតយ៉ាងម៉េចបាទនោះក៏ត្រូវមែនពីព្រោះគឺខ្ញុំនេះហើយព្រះអង្គថាខ្ញុំហើយគឺជាព្រះខ្ញុំហើយគឺជាព្រះម្ចាស់អត់មានផ្លាស់ប្ដូរទេអាមែនបើខ្ញុំដែលជាព្រះម្ចាស់ហើយជាគ្រូបានលាងជើងឲ្យអ្នករាល់គ្នានោះគួរតែអ្នករាល់គ្នាលាងជើងដល់គ្នានឹងគ្នាដែរបាទខ14ព្រះអង្គមានបន្ទូលថាម៉េចបើទ្រង់ជាព្រះដែលខ្ពស់ហើយបន្ទាបខ្លួនលាងជើងឲ្យពួកសិស្សព្រះអង្គថាម៉េចគួរតែបាទនេះមិនពាក្យថាគួរតែវាខុសពីត្រូវតែវាជា comment ជាសេចក្តីបញ្ជាតែពាក្យគួរតែវាផ្សេងពីនឹងបាទមានន័យថាអ្នកចង់ធ្វើក៏ធ្វើទៅអ្នកមិនធ្វើក៏ធ្វើទៅក៏ប៉ុន្តែចាំបាច់រឿងនេះចាំបាច់បាទបើអ្នកយល់ហើយចង់រស់នៅតាមប្រតិប្រង់អ្នកត្រូវតែប្រព្រឹត្តបាទគួរតែអ្នករាល់គ្នាលើងជើងដល់គ្នាទៅវិញទៅមកហេតុអ្វីបានជាព្រះជាអង្គម្ចាស់លាងជើងឲ្យពួកសិស្សហើយព្រះអង្គ
ឲ្យគេនឹកចាំពីគំរូរបស់ផងប្រងហើយបញ្ជាឲ្យគេលាងជើងឲ្យគ្នាទៅវិញទៅមកដៃឬជើងបាទគឺតកតងទៅនឹងជានិមិត្តរូបអំពីសកម្មភាពណាសកម្មភាពបាទយើងឃើញនៅកន្លែងនេះបាទអញ្ចឹងព្រះអង្គចង់ឲ្យគេយល់បាទថាដើម្បីឲ្យគេបន្តក្តីស្រឡាញ់ចំពោះនរណាម្នាក់ណាដើម្បីឲ្យគេបន្តក្តីស្រឡាញ់ចំពោះនរណាម្នាក់បាទដែលគេបានស្រឡាញ់តទៅមុខទៀតតើគេត្រូវធ្វើអ្វីបាទគេត្រូវបន្ទាបខ្លួនបាទអ្នកទាំងពីរត្រូវការបន្ទាបខ្លួនមិនមែនតែម្នាក់ទេបាទអញ្ចឹងការលាងដៃលាងជើងខ្ញុំបានបញ្យល់មិញហើយថាអីគេថាការលាងដៃលាងជើងគឺជានិមិត្តរូបនៃការលាងសម្អាតដែលតាក់ទងទៅនឹងបាទតួនាទីរបស់អ្នកតូចឬទេសកលជាន់ទាបបាទត្រូវធ្វើចំពោះចៅហ្វាយក៏ប៉ុន្តែនៅកន្លែងនេះព្រះអង្គមិនរាប់អ្នកណាម្នាក់លាងជើងឲ្យអ្នកណាម្នាក់ជាទេសកលទេតែព្រះធ្វើយ៉ាងដូចនេះដើម្បីពន្យល់ប្រាប់យើងថាបើទ្រង់ជាព្រះទ្រង់បានធ្វើការយ៉ាងសំខាន់មួយសម្រាប់យើងបើយើងចង់ឲ្យក្តីស្រឡាញ់ដែលយើងមាននៅក្នុងក្រុមជំនុំបាទហើយយើងមានចំពោះគ្នាទៅវិញទៅមករវាងបងនិងប្អូនប្តីនិងប្រពន្ធកូនចៅក្រុមគ្រួសារហើយនៅក្នុងពួកបរិសុទ្ធរបស់ផងព្រះបាទចាប់ផ្ដើមជាមួយនឹងក្តីស្រឡាញ់រីកចម្រើនក្នុងក្តីស្រឡាញ់ហើយបន្តនៅក្នុងក្តីស្រឡាញ់តទៅទៀតបាទក្រៅគេត្រូវតែឲ្យគេរស់នៅជាមួយគ្នាដោយការបន្ទាបខ្លួនបាទហើយពាក្យថាការបន្ទាបខ្លួននេះបាទមានន័យថាម៉េចមិនរាប់ខ្លួនឯងជាធំមិនរាប់ខ្លួនឯងជាអស្ចារ្យមិនរាប់ខ្លួនឯងជាវិសេសមិនរាប់ខ្លួនឯងឧត្តមប្រសើរជាងអ្នកដទៃផ្សេងទៀតអ្នកឯងត្រូវតែបាទទទួលស្គាល់ខ្ញុំត្រូវទៅលូនត្រូវទៅវាមករកខ្ញុំបាទបើអ្នកឯងនិយាយរកខ្ញុំជាមុនខ្ញុំនិយាយរកអ្នកឯងតាមក្រោយមិនអញ្ចឹងទេបាទគឺម្នាក់បាទព្រមដាក់ចិត្តម្នាក់ព្រមដាក់កាយម្នាក់ព្រមបន្ទាបខ្លួនមិនយកខ្លួនជាធំមិនមើលខ្លួនឃើញជាអស្ចារ្យជាងអ្នកដទៃផ្សេងទៀតមិនយកប្រៀបលើគេទេទោះបីជាខាងសាច់ឈាមឬវណ្ណៈឋានៈទួនាទីយ៉ាងណាក៏ដោយប៉ុន្តែក្នុងនគរព្រះអង្គឲ្យមើលឃើញគ្នាបាទយ៉ាងម៉េចដែរជាបងជាប្អូនជាគ្រួសារលោកអ្នកបងនៅក្នុងគ្រួសារមានប្តីមានប្រពន្ធមានឪពុកម្ដាយមានកូនហើយពួកគេមានតួនាទីផ្សេងគ្នាក៏ប៉ុន្តែពួកគេមិនដែលជាធម្មតានៅក្នុងទំនាក់ទំនងឪពុកម្ដាយគិតថាអញធំជាងឯងម្ដាយមិនគិតថាអញម៉ែឯងបាទបងមិនគិតថាអញបងឯងបើសិនជាឪថាអញឪឯងម៉ែថាអញម៉ែឯងបងថាអញបងឯងគឺក្នុងគ្រួសារនោះគ្មានក្តីសុខទេតួនាទីត្រូវតែមានឋានានុក្រមត្រូវតែមានប៉ុន្តែជាធម្មតាគេមិនដែលយកគំនិតនឹងមកគិតហើយប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកឡើយបាទបើសិនជាម៉ែឯងឪឯងបងឯងឲ្យតែបាទឲ្យតែដាក់អានឹងចូលមកគឺគ្រួសារនោះដូចចានបែកអង្គុយហើយក្នុងនគរព្រះដូចគ្នាមានអ្នកតូចមានអ្នកធំមានអ្នកមានអ្នកក្របាទមានអ្នកដែលមានឋានៈមានអ្នកដែលជាធម្មតាវាជារឿងធម្មតានៅទីណាក៏អញ្ចឹងដែរក៏ប៉ុន្តែនៅក្នុងនគរព្រះគេអត់យកអានឹងបាទជាធម្មតាពេលយើងនិយាយពេលយើងទំនាក់ទំនងពេលណាដែលយើងគួរលើកដំកើងគួរគោរពឲ្យតម្លៃយើងត្រូវគោរពគ្នាតាមឋានានុក្រមប៉ុន្តែនៅក្នុងដួងចិត្តរបស់ផងយើងនៅក្នុងនគរព្រះសពរិរិហរតីឲ្យមនុស្សគ្រប់គ្នាមើលទៅគ្នាចំពោះទៅវិញទៅមកបាទដោយក្តីស្រឡាញ់ហើយមិនយកប្រៀបលើគ្នាមិនយកឈ្នះមិនយកចាញ់បាទមិនមើលឃើញអ្នកណាអស្ចារ្យជាងអ្នកណាឬក៏អ្នកណាតូចជាងយើងនោះទេបាទអានេះជា spirit វិញ្ញាណដែលនៅក្នុងពួកបរិសុទ្ធរបស់ផងព្រះដែលព្រះចង់បានហើយព្រះអង្គថាការរស់នៅដែលបន្ទាបខ្លួននិយាយគ្នាដោយគោរពគ្នាដែលឲ្យតម្លៃគ្នានិយាយគ្នាដោយចោះសម្រងបាទនិយាយគ្នាដោយធម្មតាបាទនិយាយគ្នាដោយក្តីស្រឡាញ់បាទទំនាក់ទំនងបាទគ្នាដោយស្អិតល្មួតអានឹងហើយដែលព្រះចង់បានពេលដែលពួកខ្ញុំធ្វើដំណើរក្នុងអាទិត្យមុនយើងទៅបាទធម្មតាខ្ញុំត្រូវរងចាំយូរខែតទៅទៀតដោយព្រោះ
ទី1បាទចប់ថ្ងៃទី50ហើយខ្ញុំចង់នៅជាមួយពួកជំនុំសម្រាប់រៀនបាទលើកទឹកចិត្តទី2គឺដោយសារខ្ញុំទើបមិនដើរហើយខ្ញុំមិនចង់ដើរទៀតទី3ដោយសាររឿងដល់ខែវាត្រូវចំណាយគ្រប់រឿងអញ្ចឹងហើយខ្ញុំចង់លើកទៅខែណាមួយទៀតមិនកំណត់ទេដើម្បីនឹងទៅផ្ដាច់ចំណងវិញ្ញាណបណ្ដាសាបាទហើយ restore បាទធម្មជាតិឲ្យមានទំនាក់ទំនងជាមួយនឹងឲ្យល្អជាមួយនឹងប្រជាពលរដ្ឋខ្មែរឡើងវិញបាទនៅក្នុងខេត្តមួយចំនួនដែលអត់ទាន់បានធ្វើឥឡូវនេះយ៉ាងម៉េចដោយព្រោះខ្ញុំមើលឃើញថាធម្មជាតិវាកាចសាហាវបាទផ្ទះបាញ់ម្ដងងាប់គោជិត20ក្បាលបាទខ្ញុំមិនដែលឃើញលើកទី1ដែលទឹកក្តៅរហូតដល់ថ្នាក់ត្រីជាង2តោននៅក្នុងតំបន់រក្សាត្រីពូជត្រូវងាប់មិនដែលពេញបឹងហើយព្យុះម្ដងបាទ150000ខ្នងនៅថៃបាទនៅខេត្តឧបលរាជធានីហើយឮថារាប់រយខ្នងនៅស្វាយរៀងដែរបាទដល់ពេលយើងខ្ញុំថាខ្ញុំមិនចង់មានវបដិសារីទេមានន័យថាខ្ញុំមិនចង់បាទអីគេយឺតយូរដោយកំហុសរបស់ផងខ្ញុំមិនបានទៅធ្វើកិច្ចការងារដែលព្រះសម្បត្តិឲ្យខ្ញុំធ្វើហើយមានឧបទ្ទវហេតុណាមួយកើតឡើងយើងក៏ទៅទាំងជំនឿបាទហើយទៅទាំងសង្ឃម៉ើងជាមួយគ្នានៅក្នុងបាទដំណើរទាំងអស់ហ្នឹងបងប្អូនខ្ញុំហើយនឹងខ្ញុំប៉ះដូចគ្នាពេលដែលយើងទៅដល់បឹងយ៉ាឡោមបាទទៅឲ្យមកវិញហើយបាទបាត់ខ្ញុំពីអាទិត្យមុនយើងទៅ6ខេត្តកំពង់ចាមត្បូងឃ្មុំកាចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីទៅតែមកវិញជុំវិញបាទពេលដែលយើងទៅបាទបងប្អូននឹងឃើញនៅកិច្ចតាមក្រោយល្អមែនតើដែលព្រះឲ្យយើងទៅធ្វើបាទយើងទៅកដាលទន្លេបាទបាទមានទាំងគោកមានទាំងទឹកឲ្យសប្បាយយ៉ាងតែអ្វីដែលខ្ញុំចង់ឲ្យលោកអ្នកបងប្អូនចាប់អារម្មណ៍លោកអ្នកបងប្អូននឹងមើលតាមដានលើកក្រោយតែអ្វីដែលខ្ញុំឲ្យចាប់អារម្មណ៍លើកនេះនៅពេលដែលយើងទៅសម្រាកទទួលទានអាហារថ្ងៃត្រង់នៅបឹងយ៉ាឡោមយើងឃើញនៅទីនោះជាទូទៅកម្មករដែលលក់ដូរផ្នែកម្ហូបអាហារគឺសុទ្ធតែជាជនជាតិភ្នងគេហៅភូនងបាទក៏ប៉ុន្តែយើងឃើញពាក្យសម្ដីរបស់ផងគេប្រូតូកូលរាក់ទាក់ចៅរៅសភាពរៀបសារញឹមញែមអត់ធ្មត់បាទរហូតដល់យើងអ្នកទីក្រុងយើងអ្នកកាភូឡៃបាទអ្នកដែលគួសមម្នាក់ដែរមើលទៅឃើញស្ងើចគេឲ្យតម្លៃគេបាទថាអូពួកនេះរាក់ទាក់ចៅរៅល្អយើងរំភើបបាទនៅដោយសារយើងគិតថាគាត់គ្រាន់តែជាជនជាតិនៅតំបន់ដាច់ស្រយាលក៏ប៉ុន្តែភាសាពាក្យសម្ដីរបស់គាត់ការតំណាក់តំណងមួយគាត់ល្អមែនទែនគាត់សម្ដីសម្ដៅធ្វើឲ្យយើងអត់ទើសទេបាទគាត់មិនប្រកាសថាយើងទិញគាត់ឬមិនទិញគាត់មិនប្រកាសថាយើងអង្គុយតោបគាត់ឬមិនតោបគាត់បាទប៉ុន្តែគាត់និយាយតំណាក់តំណងមួយយ៉ាងឡើងល្អបាទធ្វើឲ្យយើងអីគេមិនចង់ទិញក៏ទិញមិនចង់អង្គុយក៏អង្គុយបាទមិនចង់បាទតំណាក់តំណងក៏ត្រូវតែតំណាក់តំណងដោយព្រោះតែការគួសមរបស់គាត់សុំសម័យបើសិនជាបរិយាកាសបែបនេះមាននៅក្នុងគ្រប់ទាំងក្រុមជំនុំនៅក្នុងនគរព្រះទាំងមូលតើបងប្អូននឹងសប្បាយយ៉ាងណាអាមែនបាទគេនឹងប្រែคล้ายក្រុមជំនុំនៅក្នុងតំបន់គេនៅក្នុងពហិរបស់គេឲ្យទៅជាឋានសួគ៌ហើយមនុស្សសពថ្ងៃចំណេះមិនខ្វះលុយកាក់ក៏សម្បូរបែបមធ្យោបាយច្រើនស្អីស្កះក៏ប៉ុន្តែអ្វីដែលគេខ្វះគឺ warming heart ដួងចិត្តដែលកក់ក្ដៅចំពោះគ្នាទៅវិញទៅមកមនុស្សមិនហ៊ាននិយាយជាមួយមនុស្សខ្លាចមនុស្សបាទពីជាការពិតយើងចូលទៅចរាយន្តជាមួយគេមើលយើងមើលគេអត់ហ៊ាននិយាយគ្នាទេ
ហើយជាពិសេសអ្នកខ្លះផងបើឃើញមានអ្នកចូលទៅហើយបាទហើយខ្ញុំនិយាយនេះខ្ញុំជួបរាល់ថ្ងៃដោយសារការចល័យខ្ញុំត្រូវជិះចរាយន្តអញ្ចឹងជួបរាល់ថ្ងៃជួនកាលឃើញយើងចូលហើយគេអត់ចូលទេគេសុខចិត្តឲ្យយើងជិះមួយម្នាក់ឯងគេរងចាំជិះមួយទៀតតែព្រោះចដាវាមានច្រើនពីពួកអីគេអត់ feel comfortable ជាមួយមនុស្សផ្សេងទៀតទេអានេះគឺមានន័យថាមនុស្សបាត់ភាពកក់ក្ដៅពីមនុស្សដោយព្រោះតែមនុស្សវាមានរឿងជាច្រើនដែលធ្វើឲ្យគេខ្លាចសង្គមអញ្ចឹងលោកអ្នកសុំសម័យបើសិនជាសង្គមគេអញ្ចឹងចោះតែក្នុងសង្គមគ្រាស័ព្ទពោពេញដោយដួងចិត្តដែលកក់ក្ដៅហើយបងប្អូនស្រឡាញ់គោរពស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយឲ្យតម្លៃស្រឡាញ់គ្នាដោយស្មោះត្រង់គ្រាន់តែចំណុចហ្នឹងទោះបីអ្នកមិននិយាយមួយម៉ាត់ពីព្រះយេស៊ូវក៏គេឃើញព្រះនៅក្នុងអ្នករួចហើយដែរហើយទោះបើអ្នកមិននិយាយមួយម៉ាត់ឬផ្សាយដំណឹងល្អពីមួយម៉ាត់ពីព្រះយេស៊ូវក៏មានគេមកសួរដែរហើយតាមមនុស្សណាដែលមិនចង់រស់នៅក្នុងសង្គមបែបនេះអាមែនតាមពិតការនាំអ្នកដទៃឲ្យជឿព្រះយេស៊ូវនៅក្នុងបរិបទបច្ចុប្បន្នភាពមិនពិបាកទេបាទមិនពិបាកទេបាទបើសិនជាយើងរស់នៅត្រឹមត្រូវតាមព្រះបន្ទូលរបស់ព្រះអង្គមិនបាច់សំបីតែនិយាយពីព្រះអង្គក៏គេមហោព្រះដែរពីព្រោះអ្វីដែលយើងមានគេកំពុងតែបាត់បង់គេកំពុងតែខ្វះខាតបាទដូច្នេះគេនឹងមករកវាជាគុណតម្លៃរបស់យើងក៏ប៉ុន្តែគួរឲ្យស្ដាយអាគេបាត់បង់យើងក៏អត់មានដែរចឹងវាអត់ទាំងអស់គ្នាអ្នកណាជួយអ្នកណាឡើយពាក្យសម្ដីអត់ប្រយោជន៍ទេណានេះគឺជាការពេលដែលខ្ញុំទៅដល់កោះហានបាទយើងទៅរកកន្លែងគេងដល់ចុះដល់ឡើងអស់កន្លែងគេងឯងពីព្រោះវាទៅដល់ចិត្តឡាវទៅហើយចេញផុតពីខេត្តបាទយើងចង់គេងចង់សង្កេតមើលកន្លែងហ្នឹងហើយជាមួយគ្នាមកកន្លែងគេអត់ទទួលពីរកន្លែងមិនស័ក្តិសម3កន្លែងយើងមើលទៅយើងអត់ចូលចិត្តចឡើងទៅបានកន្លែងមួយពេញចិត្តហើយគេថាអត់ទេបងខ្ញុំបិទមួយអាទិត្យហើយអត់ទទួលភ្ញៀវទេអត់ឲ្យណាគេងចឡើងនិយាយគ្នាតំណាក់តំណងបាទក៏កលេចឃើញឈើឆ្កាងបំបោះមួយគេបត់ឲ្យព្យួរនឹងតសកដាខ្ញុំសួរមិនបានព្យួរឈើឆ្កាងគេថាខ្ញុំគ្រីបរិស័ទបាទដោយសារតែគ្រីបរិស័ទហ្នឹងបាទគេសុកចិត្តផ្ទះគេកំពុងតែជួសជុលគេយល់ព្រមទទួលយើងបាទល្អបំផុតទាំងអាហារទាំងកន្លែងស្នាក់នៅក៏ប៉ុន្តែបែរទៅជាថោកបំផុតទាំងញ៉ាំទាំងគេងដេកលើគេបាទញ៉ាំលើគេមួយជប់អស់តែ60ប្រាហើយយើងអធិដ្ឋានឲ្យពួកគេបាទទៅមកកន្លែងទៀតមកដល់មណ្ឌលគិរីយើងអត់ស្គាល់ម្ចាស់គេទេរហូតដល់ឥឡូវគឺយើងអត់ស្គាល់ដែរប៉ុន្តែមានកន្លែងមួយទៀតបាទតែគេដាក់ថា Solomon Hill បាទហើយយើងក៏ទៅគេងនៅកន្លែងនោះទោះបីជាយើងអត់ទាន់ជួបម្ចាស់គេយើងមិនដឹងថាអ្នកគេជាណាគ្រាន់តែយើងដឹងគ្រាន់តែឮឈ្មោះនេះយើងមានអារម្មណ៍ថាដល់ផ្ទះខ្ញុំហើយបាទពីព្រោះអីគេខ្ញុំគិតថាអ្នកនឹងជាបងប្អូនរបស់ខ្ញុំហើយយើងស្នាក់នៅដែលសុខសាន្តបាទលោកអ្នកព្រះមានបន្ទូលថាយើងតំណាងរបស់ព្រះអង្គយើងជាបង្អួចនៃឋានសួគ៌អ្វីដែលទ្រង់សពប្រតិចង់ឲ្យយើងរស់នៅគឺបង្ហាញប្រាប់ពីនគរព្រះនៅក្នុងយើងផ្ដល់ឲ្យគេនៅព័ត៌មានពីឋានសួគ៌ដើម្បីឲ្យគេចូលមកសួរនាំឲ្យឆ្លងកាត់តាមរយៈជីវិតរបស់យើងបាទហើយរឿងនោះតាមពិតមិនពិបាកទេបាទឲ្យតែពួកបរិសុទ្ធប្រកាន់គោលការណ៍នៅក្នុងសេចក្តីជំនឿហើយរស់នៅជាមួយគ្នាដោយភាពកក់ក្ដៅបាទជាមួយនឹងក្តីស្រឡាញ់ដោយបន្ទាបខ្លួនមនុស្សដតីរត់មករកឯងពីព្រោះហេតុអីគេកំពុងតែខ្វះប៉ុន្តែបាទហើយនេះតាមពិតវាជាវិធីសាស្ត្រធម្មតារបស់អ្នកជំនួញត្រូវឱកាសមែនទេបាទកាលណាយើងចង់ទៅធ្វើជំនួញឲ្យមួយយើង survey ទាំងអស់នៅក្នុងតំបន់កន្លែងគេហ្នឹងតើគេខ្វះអីបាទហើយយើងទៅធ្វើបំពេញអានឹងឯងបាទទើបយើងអាចធ្វើជំនួញបានបាទគឺជាការពិតបាទ
ការនាំមនុស្សទៅឋានសួគ៌វាក៏ជាផ្នែកមួយនៃជំនួញដែរជាការជួញដូរព្រលឹងមនុស្សមានបាបដើម្បីឲ្យទៅឋានសួគ៌បាទអញ្ចឹងយើងត្រូវបង្កើតប្រាប់គេថាខ្ញុំមាន special product ខ្ញុំមានផលិតផលគុណភាពខ្ពស់ពិសេសដែលគ្មានអ្នកដទៃមានបាទដែលអ្នកត្រូវតែមកដើម្បីទន្តិចនោះគឺជាព្រះបន្ទូលរបស់ព្រះគឺជានគរព្រះជាម្ចាស់បាទយើងនិយាយអញ្ចឹងយើងប្រាប់គេអញ្ចឹងក៏ប៉ុន្តែធៀបពិតខ្លួនយើងអត់មានអ្វីពិសេសទេពីព្រោះភាសាយើងអត្តចរិតរបស់យើងការរស់នៅរបស់យើងសេមអាមែននឹងហើយដែលនៅថ្ងៃចុងបញ្ចប់បើយើងមិនផ្លាស់ប្ដូរទេចំណុចទាំងអស់ថ្ងៃដែលយើងត្រូវជាប់ការកាត់ទោសពីព្រះបាទជាងអ្នកផ្សាយដំណឹងល្អអ្នកលក់គេនៃដំណឹងល្អឲ្យព្រះខ្មាស់គេដោយសារយើងតាមរយៈទង្វើនិងការប្រព្រឹត្តរបស់យើងព្រះអង្គម្ចាស់មានបន្ទូលថាបាទអ្វីដែលព្រះអង្គសពតិបាទគឺឲ្យយើងបន្តក្តីស្រឡាញ់នៅក្នុងពួកបរិសុទ្ធបាទជាធម្មតាប្រធានបទនៃក្តីស្រឡាញ់គឺពេញនិយមនៅក្នុងនគរព្រះចាប់តាំងពីថ្ងៃយើងឮដំណឹងល្អរហូតដល់អស់មួយជីវិតរបស់យើងក៏ប៉ុន្តែក្តីស្រឡាញ់ពិតប្រាកដប្រហែលជាអត់មានទេមានតែប្រធានបទសម្រាប់អธิบายប៉ុណ្ណោះអានេះហើយដែលគ្រីស្ទបរិស័ទភាគច្រើនគេហៅគ្រីស្ទបរិស័ទសេះហោះប៉មខណៈយើងនិយាយនឹងទង្វើយើងខុសគ្នាគឺសេះហោះអាមែនបាទហើយដើម្បីឲ្យយើងអាចប្រព្រឹត្តតាមព្រះបន្ទូលតោងឲ្យពួកបរិសុទ្ធងាកចេញបាទមកប្រព្រឹត្តតាមព្រះបន្ទូលបាទម្នាក់ព្យាយាមយ៉ាងអស់ពីចិត្តបាទត្រឡប់មកងាកហើយរស់នៅតាមព្រះបន្ទូលของព្រះហើយព្យាយាមនៅក្នុងការប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គទើបយើងអាចបង្កើតសហគមន៍មួយដែលពេញដោយភាពកក់ក្ដៅបានយើងសម័យនេះលេះរាប់មិនអស់បាទក៏ប៉ុន្តែបើយើងមើលទៅ2000ឆ្នាំមុនពួកគេឧបសគ្គរាប់ពាន់ដងលើយើងមិនថាសុខភាពធនធានទ្រព្យសម្បត្តិចំណេះចេះដឹងមិនថាមធ្យោបាយអីក៏គេអត់មានដែរក៏ប៉ុន្តែគេអាចប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គបានច្រើនដងលើយើងឯយើងមានអ្វីគ្រប់យ៉ាងបាទប៉ុន្តែទៅពេលដែលយើងឮសេចក្តីអធិប្បាយនៅពេលដែលព្រះវិញ្ញាណដាស់តឿនខ្ញុំមិនចង់ស្រឡាញ់ទេព្រោះនេះអូយើងរកហេតុផលដើម្បីបញ្យល់ព្រះវិញខ្លាចព្រះអង្គអត់យល់អាមែនអ្នកនិយាយអីក៏បានដែរតិចទៀតខ្ញុំនឹងប្រាប់នៅពេលដែលបាទចូលដល់ចំណុចសំខាន់ទី2ប៉ុន្តែកន្លែងនេះព្រះអង្គចង់ប្រាប់ថាម៉េចដើម្បីឲ្យយើងស្រឡាញ់នរណាម្នាក់ហើយឲ្យក្តីស្រឡាញ់យើងបន្តទៅជារៀងរហូតអត់ប្រែប្រួលអត់ស្រកចុះបាទវិធីដែលសាមញ្ញបាទហើយត្រូវតែមានជាចាំបាច់គឺការបន្ទាបខ្លួនបាទមិនមើលទោះបីជាខ្លួនខ្ពស់ជាងឧត្តមជាងវិសេសជាងអស្ចារ្យជាងក៏ប៉ុន្តែមិនមើលខ្លួនថាវិសេសលើសគេបាទហើយមិនត្រឹមតែប៉ុណ្ណេះយល់ព្រមសັບចាកដើម្បីអីគេដើម្បីរត់រមម្នាក់ទៀតបាទនៅក្នុងព្រះគម្ពីរហ្វីលីបជំពូក2ខ3ទៅកាន់ខ4បងថាម៉េចកុំឲ្យធ្វើអីដែលទាស់ទែងគ្នាឬដែលអួតបាទឬស្វែងរកប្រយោជន៍តខ្លួនឡើយចូលឲ្យរាប់អានគេលើសជាងខ្លួនបាទវិធីនេះឯងដែលគេដែលធ្វើឲ្យមានក្តីស្រឡាញ់ម៉ាថាយជំពូក23ខ12បងថាម៉េចបាទអ្នកណាដែលដំកើងខ្លួនអ្នកនឹងត្រូវបន្ទាបដែរយើងយល់ច្រឡំបាទពីព្រោះតែយើងអីគេរឿងដែលព្រះបរិញ្ញាណអត់ជ្រាបចូលក្នុងកំណត់យើងទេតែលោកីបរិញ្ញាណបាទយើងជ្រាបចូលក្នុងកំណត់យើងយល់ថាបាទខ្ញុំជាឪពុកខ្ញុំជាម្ដាយខ្ញុំជាមេខ្ញុំជាអ្នកធំខ្ញុំបាទគេត្រូវខ្ញុំត្រូវតែធ្វើខែងរែងបើមិនចឹងគេមិនគោរពឲ្យតម្លៃព្រះជាម្ចាស់បរិញ្ញាណខុសពីហ្នឹងបងថានៅពេលដែលអ្នកកាន់តែធម្មតាហើយសាមញ្ញបាទគេកាន់តែគោរពឲ្យតម្លៃអ្នកចឹងហើយបានជាក្នុងព្រះគម្ពីរម៉ាថាយនិយាយថាម៉េច
បាទម៉ាថាយ23:12បាទអ្នកលើកដំកើងខ្លួននឹងត្រូវបន្ទាបទៅយ៉ាកុបជំពូក4ខ10ព្រះគម្ពីរប្រាប់ថាម៉េចចូលបន្ទាបខ្លួននោះព្រះនឹងដំកើងអ្នកឡើងព្រះយេស៊ូវក៏បង្រៀនចឹងប្អូនព្រះយេស៊ូវក៏បង្រៀនចឹងពួកសាវកក៏បង្រៀនចឹងពេត្រុសជំពូក1ខ5ខ6ខ7បាទចូលបន្ទាបខ្លួនបាទដើម្បីឲ្យព្រះបានដំកើងអ្នកនៅពេលកំណត់អាមែននេះគឺជាការពិតបាទអញ្ចឹងបាទដើម្បីឲ្យយើងអាចបន្តក្តីស្រឡាញ់មិនថារវាងឪពុកម្ដាយនិងកូនប្តីនិងប្រពន្ធរវាងបងនិងប្អូនបាទនៅក្នុងកិច្ចការងារជាអ្នកបម្រើព្រះជាម្ចាស់ឬក្នុងសហគមន៍គ្រីស្ទបរិស័ទទេចងចាំបាទក្តីស្រឡាញ់មិនអាចបន្តទៅមុខបានដោយយើងអួតខែងរែងចង់ធំជាងអ្នកដទៃចង់អស្ចារ្យជាងអ្នកដទៃចង់វិសេសជាងអ្នកដទៃអ្នកឯងត្រូវតែក្រាបត្រូវតែលូនមិនអាចទៅរួចទេតែបើយើងយ៉ាងមិនដែរជាពិសេសអ្នកដែលធំអ្នកដែលឧត្តមអ្នកដែលខ្ពស់អ្នកធ្វើជាប្តីរបស់ផងគេបាទបង្កើតបរិយាកាសស្និទ្ធស្នាលបន្ទាបខ្លួនបាទមើលដាក់ខ្លួនឲ្យធម្មតាដូចអ្នកដទៃដើម្បីបាទរត់ចូលទៅរកគេជាមុននឹងហើយទើបគេអាចចូលមករកយើងបានពីព្រោះអ្នកតូចធម្មតាបាទគឺអីគេពិបាកនឹងចូលមករកយើងណាស់តើតែយើងអ្នកធំតើយើងអ្នកដែលអស្ចារ្យអ្នកបន្ទាបខ្លួនចូលទៅរកគេមុនអញ្ចឹងហើយបានព្រះយេស៊ូវដែលបងថាម៉េចបើខ្ញុំជាព្រះហើយជាស្ដេចខ្ញុំបាទបន្ទាបខ្លួនដើម្បីលាងជើងឲ្យអ្នកចុះអ្នកដែលមានឋានៈត្រឹមស្មើគ្នានេះអាចធ្វើចំពោះគ្នាបានអត់បើខ្ញុំនៅនេះអ្នកនៅនេះខ្ញុំធ្វើបានចុះអ្នកអញ្ចឹងដូចគ្នាធ្វើបានអត់បាទបងថាអ្នកណាធ្វើបានអ្នកនឹងជាអ្នកមានពរអាមែនចំណុចសំខាន់ទី2បាទទំនាក់ទំនងរវាងយើងជាមួយអ្នកដទៃផ្សេងទៀតវាស្ថិតនៅលើទំនាក់ទំនងរវាងយើងជាមួយនឹងព្រះការប្រស្រ័យតាក់ទងដែលត្រឹមត្រូវហើយល្អរវាងយើងជាមួយនឹងបងប្អូនយើងប្រសើរនៅពេលដែលការទំនាក់ទំនងជាមួយរវាងយើងនិងព្រះប្រសើរការទំនាក់ទំនងរវាងយើងជាមួយនឹងបងប្អូនយើងស្អាតបរិសុទ្ធគឺវាអាស្រ័យទៅលើការទំនាក់ទំនងរវាងយើងជាមួយព្រះស្អាតបរិសុទ្ធព្រោះគ្រប់យ៉ាងវាមកពីអញ្ចឹងពីព្រោះព្រះជាម្ចាស់មានបន្ទូលថាម៉េចបើព្រះបាទយ៉ាងម៉េចបើព្រះអង្គជាព្រះអង្គជាស្ដេចយ៉ាងម៉េចយើងមិនអាចរស់នៅដោយចិត្តស្អាតល្អបរិសុទ្ធបានតើធ្វើម៉េចឲ្យយើងមានចិត្តល្អបរិសុទ្ធចំពោះអ្នកដទៃផ្សេងទៀតយើងឃើញបាទកន្លែងនេះយ៉ាងម៉េចបាទការលាងសម្អាតដៃនិងជើងគឺជា symbolic ដែលតាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃមានកាយមានវាចាអត់តាក់ទងចិត្តទេពីព្រោះអានឹងគឺវា reflection វាតំណាងឲ្យចិត្តនៅខាងក្នុងបាទអញ្ចឹងហើយបានជាអីគេបានជានៅក្នុងវប្បធម៌អ៊ីស្រាអែលតាមពិតរឿងលាងដៃលាងជើងនឹងវាចេញពីដំណាក់របស់ព្រះទេដំបូងវាចេញពីណាដំបូងគឺវាចេញពីក្នុង Tabernacle of Moses នៅពេលដែលព្រះជាម្ចាស់បានចាប់ផ្ដើមឲ្យម៉ូសេឡើងទៅលើកំពូលភ្នំបាទហើយទទួលក្រឹតវិន័យព្រមទាំងចម្លងរោងអបោសុតពីឋានសួគ៌យកមកសង់បាទដាក់នៅកណ្ដាលប្រជារាស្ត្ររបស់ផងប្រងដើម្បីឲ្យមានវត្តមានព្រះគង់នៅបាទមើលថែរក្សាគេនៅក្នុងនោះមានមួយឈ្មោះអីគេបាទចានខ្លាំគឺជាចានទឹកដ៏ធំមួយបាទដែលដាក់នៅចន្លោះរោងអបោសុតព្រមទាំងអាសនៈដង្វាយដុតបាទដែលចានគេហៅបាទដែលយើងហៅអីគេបាទចានខ្លាំដែលដាក់ទឹកនោះឯងដែលក្រោយមកនៅក្នុងព្រះគម្ពីរបាទនៅក្នុងព្រះបាទសាឡូមោនបាទនៅក្នុងពងសាវតារខ្សត្រខ្សែទី1ចំពោះ7និយាយអំពីសមុទ្រកែវនោះបាទគឺអីគេគឺជាទឹកមួយដែលប្រើប្រាស់នៅក្នុងទីបរិសុទ្ធបាទនៅក្នុងរឿងជាច្រើនបាទក្នុងនោះមានការលាងដៃជើងរបស់សង្ឃអញ្ចឹងមុនពេលដែលសង្ឃចូលទៅក្នុងរោងឧបោសថពីព្រោះ
ដំណាក់របស់ផងមាន3ជាន់ជាន់ទី1ទីលានខាងក្រៅយ៉ាងហៅ courtyard ទីលានខាងក្រៅមានតែវត្ថុ2ទេគឺអាសនៈដង្វាយដុតហើយនឹងចានទឹកហ្នឹងឯងផុតពីហ្នឹងអត់មានអីទេបានដើរចូលទៅផុតពីហ្នឹងទៅចូលដល់តួអាគារមានបន្ទប់តែ2ទេបន្ទប់បរិសុទ្ធនិងបន្ទប់បរិសុទ្ធបំផុតបន្ទប់បរិសុទ្ធមានវត្ថុ3ជើងចង្គៀងនំប៉័ងតាំងតុកអាសនៈដង្វាយដុតអាសនៈគ្រឿងក្អូបហើយនៅក្នុងបន្ទប់បរិសុទ្ធបំផុតមានតែរបស់មួយគត់គឺ Ark of Covenant បាទហើយជាធម្មតាប្រជារាស្ត្រអ៊ីស្រាអែលទាំង12ពូជអម្បូរគេទៅបានតែ outer court ទេទីលានខាងក្រៅប៉ុណ្ណោះប៉ុន្តែពូជលេវីបាទអាចចូលទៅជាន់ទី2បានមានតែអេរ៉ុនទេដែលអាចចូលដល់ជាន់ទី3គឺគ្រួសារសម្ដេចសង្ឃបាទតែមិនមែនទាំងអស់ទេតតែក្នុងពូជអេរ៉ុនណាមួយដែលត្រូវបានជ្រើសធ្វើសម្ដេចសង្ឃមួយឆ្នាំម្ដងទើបអាចចូលទៅទីបន្ទប់បរិសុទ្ធបំផុតប៉ុន្តែសង្ឃជាទូទៅក្រៅពីគ្រួសារអេរ៉ុនបាទគឺបាទគេមានវេនរបស់ផងគេដែលអាចចូលទៅក្នុងទីបរិសុទ្ធបាទដើម្បីថែជើងចង្គៀងបាទហើយឯគេដាក់នំប៉័ងតាំងតុកបាទប៉ុន្តែមុនពេលគេចូលទៅកាន់ទីបរិសុទ្ធនោះបាទមុនពេលដែលគេចូលទៅកាន់ទីបរិសុទ្ធនោះគឺអីគេបាទពួកគេត្រូវតែមុជទឹកបដូរសម្លៀកបំពាក់ហើយបន្ទាប់មកគេត្រូវតែលាងដៃលាងជើងនឹងជានិមិត្តរូបនៃការលាងសម្អាតទើបគេមានគេហៅថាសិទ្ធិគ្រប់គ្រាន់ដើម្បីនឹងចូលទៅកាន់ទីបរិសុទ្ធអញ្ចឹងដៃជើងបាទដែលជានិមិត្តរូបនៃការប្រព្រឹត្តនៃសកម្មភាពនិងទម្លាប់ប្រចាំថ្ងៃនេះដែលកាន់ដែលប៉ះដែលប៉ល់ដែលដើរទៅគ្រប់ទីកន្លែងនេះវាជានិមិត្តរូបពីអំពើបាបដែលយើងប្រព្រឹត្តប្រចាំថ្ងៃបាទឥឡូវយើងមើលតាក់ទងទៅនឹងការលាងសម្អាតបាទមនុស្សនៅពេលដែលលាងសម្អាតធំគឺគេចូលទៅក្នុងកន្ទប់ទឹកហើយគេមួយទឹកទាំងមូលមែនអត់ត្រូវទេបាទគេមួយទឹកទាំងមូលអាការមួយទឹកទាំងមូលនឹងនៅក្នុងនគរព្រះជាម្ចាស់គឺការសម្រេចចិត្តទទួលព្រះយេស៊ូវជាម្ចាស់និងជាព្រះអង្គសង្គ្រោះអានឹងយើងមួយទឹកទាំងមូលហើយចូលទៅចំពោះព្រះបន្ទាបខ្លួនលុនទូសាររបៀបបាបដើម្បីសូមឲ្យព្រះអង្គអត់ទោសឲ្យផ្ដាច់ចំណងវិញ្ញាណបណ្ដាសាឲ្យលាងសម្អាតយើងដើម្បីប្រលឹងយើងបានកើតជាថ្មីមានឈ្មោះកត់ទុកក្នុងនគរព្រះអានឹងគឺមួយទឹកតើបានទេកន្លែងនេះខ្ញុំនិយាយសួរស្ដាប់បាទក៏ប៉ុន្តែយ៉ាងម៉េចដែរប៉ុន្តែប្រលឹងដ៏ស្អាតទៀតវារស់នៅក្នុងរូបកាយដែលមានពេញដោយនិស្ស័យបាបអញ្ចឹងរាល់ថ្ងៃបាទការនិយាយស្ដីការទំនាក់ទំនងបាទការប្រព្រឹត្តទៅយើងតែងតែជំពប់ដួលបាទហើយប្រឡាក់ប្រឡោះទៅដល់អំពើបាបផ្សេងដែលប្រៀបដូចជាធូលីដែលប្រឡាក់ដៃហើយនឹងជើងរបស់យើងអញ្ចឹងហើយបានជាអីគេបានជានៅក្នុងសម្ដេចសង្ឃគេឲ្យយើងមុនពេលដែលចូលទៅក្រៅពីមួយទឹកសម្អាតដូរសម្លៀកបំពាក់ហើយគេត្រូវលាងដៃនិងលាងជើងបាទព្រះកពីឋានសួគ៌ design អញ្ចឹងមកគឺដើម្បីរំលឹកប្រាប់ពួកសង្ឃឲ្យគេសញ្ជឹងគិតហើយពិចារណាថាព្រះទ្រង់ល្អព្រះទ្រង់បរិសុទ្ធគ្មានសេចក្តីអាកខ្វក់ឬអំពើបាបណាអាចចូលទៅចិត្តព្រះបានទេហើយបើឯងចូលទៅរកព្រះឯងត្រូវតែស្អាតបើមិនស្អាតឡាប់ហើយដូច្នេះហើយបានជាគេបាទឋានសួគ៌បង្កើតឲ្យមានពិធីលាងដៃនេះគឺជានិមិត្តរូបទង្វើខាងសាច់ឈាមនោះជានិមិត្តរូបឲ្យគេគិតថាតើជីវិតរបស់គេយ៉ាងណានៅចំពោះព្រះការគិតការពិចារណាការប្រព្រឹត្តគេនៅចំពោះព្រះចំពោះបងប្អូនដទៃទៀតស្អាតត្រឹមត្រូវហើយឬនៅមុនចង់ទៅព្រះនឹងមុនចង់ចូលក្នុងអំណាចព្រះនឹងនេះគឺជាអ្វីដែលព្រះគម្ពីរចង់ពន្យល់មិនមែនជាការគ្រាន់តែលៀងឬក៏តាក់តងហាយចិនអនាម័យនឹងទេតែអនាម័យខាងសាច់ឈាមនោះវាអនាម័យហើយក៏ប៉ុន្តែវាជា reflection អំពី meditation ការគិតការពិចារណាការសញ្ជឹងគិតថាតើយើងស័ក្តិសម
ដើម្បីនឹងចូលទៅរកព្រះហើយនៅចេញពីវប្បធម៌ហ្នឹងគេចម្លងយកមករស់នៅក្នុងជីវភាពប្រចាំថ្ងៃគឺទេសកលលៀងជើងឲ្យច្បាយតាក់ទងនឹងហាយចិនហ្នឹងអាមែនហើយព្រះយេស៊ូវយកវប្បធម៌ហ្នឹងយកមកបង្រៀនប្រាប់យើងអញ្ចឹងបានជាចំណុចសំខាន់ទី2ការសម្អាតជាប្រចាំនេះតាក់ទងការលាងដៃលាងជើងនេះដែលព្រះអង្គប្រាប់ថាម៉េចអ្នកស្អាតហើយត្រូវការទៅលាងដៃលាងជើងហេតុអីបានព្រះនិយាយថាពួកសិស្សរបស់ស្អាតហើយពីព្រោះគេបានថ្វាយខ្លួនគេបានទទួលគេបានដើរតាមព្រះយេស៊ូវអស់3ឆ្នាំកន្លះហើយអាមែនបាទពួកគេបាទយ៉ាងម៉េចដែរពួកគេបានត្រឡប់ទៅជាអ្នកដែលស្អាតបរិសុទ្ធហើយអញ្ចឹងការលាងដៃលាងជើងគឺគ្រាន់តែជាការសម្អាតនៅអ្វីដែលគេការគិតមុននឹងពួកគេមានអីគេបាទនាងម្ដាយរបស់ផងលោកយ៉ាកុបហើយនិងយូហានបាទគាត់ទៅជួបព្រះយេស៊ូវឈ្មោះអីសាឡូមេបាទត្រូវអរគុណបាទសាឡូមេប្អូនបង្កើតរបស់នាងម៉ារីបាទហើយអញ្ចឹងយូហានហើយនិងយ៉ាកុបគឺជាជីដូនមួយរបស់ព្រះយេស៊ូវខាងសាច់ឈាមបាទពួកគេសិស្សរបស់ផងព្រះអង្គនិងឪពុកម្ដាយរបស់ផងគេគិតថាព្រះយេស៊ូវគឺជាព្រះមេស៊ីបាទហើយក្នុង concept របស់ផងអ៊ីស្រាអែលព្រះមេស៊ីនឹងត្រូវយាងមកបាទដើម្បីធ្វើជាស្ដេចហើយដឹកនាំបដិវត្តអ៊ីស្រាអែលគេយល់ឃើញអញ្ចឹងដូច្នេះគេដឹងថាព្រះយេស៊ូវនឹងធ្វើជាស្ដេចហើយគេយល់អត់ខុសទេក៏ប៉ុន្តែគេអត់ដឹងទេថាព្រះយេស៊ូវមកពីរដងគេគិតថាព្រះយេស៊ូវមកតែម្ដងវប្បធម៌អ៊ីស្រាអែលគេគិតថាព្រះយេស៊ូវមកតែម្ដងទេគឺបាទហើយអ្វីដែលគេយល់នឹងឯងគឺលើកទី2គេយល់ធំទៅប៉ុន្តែនេះជាការយើងមកលើកទី2ទេមិនមែនការយើងមកលើកទី1ទេមុនពេលព្រះយេស៊ូវមកធ្វើជាស្ដេចខាងសាច់ឈាមព្រះយេស៊ូវមកធ្វើជាស្ដេចខាងវិញ្ញាណសិនអាមែនមុនព្រះយេស៊ូវបាទនាំគេចូលឋានសួគ៌ព្រះយេស៊ូវបាទត្រូវនាំគេឲ្យជឿព្រះផ្ដាច់ចំណងវិញ្ញាណបណ្ដាសាអំពើបាបសិនអញ្ចឹងសាឡូមេចូលទៅមួយបាទខ្ញុំឧទាហរណ៍ណាហៅព្រះយេស៊ូវមួយកុំភ្លេចពេលធ្វើជាស្ដេចកូនខ្ញុំមួយនេះគឺខាងឆ្វេងមួយនេះគឺខាងស្ដាំអូខេដល់ពេលអញ្ចឹងវាយ៉ាងម៉េចបាទលឺដល់សាវកដតេផ្សេងទៀតកើតឲ្យអន់សពុនចិត្តបាទគេគិតថាអីអាដើរជាមួយគ្នាអីជាមួយគ្នាបាទហើយឥឡូវនេះចង់បានធំតែម្នាក់ឯងហើយនឹងមានរឿងជាច្រើនទៀតដែលវាកើតឡើងក្នុងកំឡុងពេលហ្នឹងអញ្ចឹងហើយផ្នែកគំនិតរបស់ផងគេឬក៏ perspective របស់គេការតម្កល់ចិត្តគេហ្នឹងគឺអត់បរិសុទ្ធទេប្រៀបដូចជាដៃដែលប្រឡាក់ហើយជើងដែលប្រឡាក់អញ្ចឹងអាមែនពីព្រោះពួកគេនៅក្នុងនោះកំពុងតែគិតរឿងផ្សេងគ្នាអាមែនបាទព្រះយេស៊ូវមានបន្ទូលថាម៉េចព្រះយេស៊ូវមានបន្ទូលថាបាទអ្នករាល់គ្នាមួយទឹកហើយត្រូវការលាងដៃតែជើងទេគឺការលាងដៃនឹងជើងនឹងឯងគឺជានិមិត្តរូបអំពីការរស់នៅរបស់គ្រីស្ទបរិស័ទបាទដែលយើងបានទទួលព្រះអង្គជាព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះហើយព្រលឹងយើងបានលាងសម្អាតហើយយើងនៅតែបន្តការលាងសម្អាតដៃជើងយើងគឺការប្រព្រឹត្តពាក្យសម្ដីកាយវាចាចិត្តរបស់យើងនៅចំពោះព្រះនៅចំពោះដទៃផ្សេងទៀតជាប្រចាំរហូតតតែយើងបានសុចរិតហើយស្អាតបរិសុទ្ធគ្រប់ចំពោះអាមែនបាទនេះគឺជាចំណុចសំខាន់ទី2ហើយបាទនៅក្នុងការបន្តក្តីស្រឡាញ់ក៏ដូចគ្នាបាទក្រៅពីការបន្ទាបខ្លួនបាទគូបដិបៈបាទទំនាក់ទំនងរវាងបងនិងប្អូនក៏ត្រូវបន្តសម្អាតជាប្រចាំដែរបាទមានចិត្តក្លាហានបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមកបាទបើខុសសុំទោសគេបាទបើយ៉ាងម៉េចដែរហ៊ានសុំទោសហ៊ាននិយាយហ៊ានទទួលស្គាល់បាទហើយក៏ហ៊ានក៏អត់ទោសឲ្យគ្នាទៅវិញទៅមកអានេះឯងគឺជារូបមន្តពីរ too simple បាទបន្ទាបចិត្តបន្ទាបកាយបាទរកគ្នាអ្នកធំរត់ទៅរកអ្នកតូចមុនបាទហើយរាប់អានគេលើសពីនឹងទៅទៀតហ៊ានខុសសុំទោសហ៊ានផ្លាស់ប្ដូរហ៊ានកែប្រែហ៊ាននិយាយដោយបាត់ចំហវាជារឿងសកម្មភាពធម្មតាសុទ្ធសាធវាអត់មាន supernatural ឬក៏អីរូបមន្តអីពិសេសទេនេះគឺជាការរស់នៅក្នុងជីវិតប្រចាំថ្ងៃដែលធ្វើឲ្យក្តីស្រឡាញ់មានជានិរន្តរ៍ជាប់ជាបន្តតាមពិត
រឿងដែលអស្ចារ្យគឺកើតចេញពីរឿងដែលធម្មតាហើយសាមញ្ញបំផុតអាមែនតែយើងយល់ខុសថារឿងដែលអស្ចារ្យតតែរឿងនឹងអាកំបាំងតតែគេមិនយល់បាទតតែរឿងនឹងពិសេសបានអស្ចារ្យខុសហើយរឿងដែលអស្ចារ្យគឺជារឿងធម្មតាបំផុតបាទសាមញ្ញបំផុតដែលអ្នកដទៃតែងមើលរំលងនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់និយាយបាទអញ្ចឹងនៅកន្លែងនេះព្រះអង្គប្រាប់ថាម៉េចព្រះអង្គបង្ហាញព្រះអង្គធ្វើបង្ហាញទៅកាន់ពួកសិស្សព្រះអង្គថាដែលព្រះអង្គយកចិត្តទុកដាក់ព្រះអង្គស្រឡាញ់គេជាយ៉ាងណាបាទនៅពេលដែលព្រះអង្គនៅថែរក្សាគេ3ឆ្នាំកន្លះជាមួយគេនឹងក្តីស្រឡាញ់នឹងឥតប្រែប្រួលទេទោះបីជាបាត់វត្តមានព្រះអង្គឬបាទទោះបីព្រះអង្គមិននៅជាមួយគេតែក្តីស្រឡាញ់នឹងនៅតែមានចំពោះគេបាទហើយបានជាព្រះអង្គដោះសម្លៀកបំពាក់ចេញចងខ្សែកវ៉ាត់ក្បាលនេះចកេះហើយលៀងជើងឲ្យគេហ្នឹងបាទដើម្បីទុកជានិមិត្តរូបប្រាប់ថាបាទយ៉ាងមិនដែរបង្ហាញពីក្តីស្រឡាញ់មួយទៀតព្រះអង្គចង់បញ្យល់ប្រាប់គេថាទោះបើព្រះអង្គយាងទៅស្លាប់នៅលើឈើឆ្កាងដោយបាទក៏ដោយព្រោះតែគេស្រឡាញ់គេដែរព្រះអង្គចង់ឲ្យគេចងចាំរឿងហ្នឹងប្រយោជន៍ឲ្យគេមានកម្លាំងមានធម៌ពលនៅក្នុងសេចក្តីជំនឿកុំឲ្យគេយល់ថាបាត់ព្រះទៅឯកោហើយជាមួយគ្នាបាទសេចក្តីបង្រៀនហ្នឹងក៏ជារូបមន្តបាទដែលព្រះអង្គមានទូថាម៉េចបាទបើអ្នករាល់គ្នាស្រឡាញ់អ្នកណាម្នាក់ហើយចង់ឲ្យក្តីស្រឡាញ់អ្នកនៅបន្តទៀតសូមឲ្យធ្វើដូចគ្នាដដែលបាទបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមកខុសហ៊ាននិយាយសុំទោសបាទខុសហ៊ាននិយាយថាខុសបាទការពិតនេះគឺជាអ្វីដែលព្រះគម្ពីរបានសម្ដែងលោកអ្នកបងបាទហើយនេះឯងក៏ជាអ្វីដែលគ្រីស្ទបរិស័ទត្រូវប្រព្រឹត្តផងដែរយើងឃើញនៅក្នុងបាទព្រះគម្ពីរ1ពងសាវតារក្សត្រចំពុក7ខ23ទៅកាន់ខ26ចានខ្លាំគឺជាចានមួយដែលធ្វើពីកញ្ចក់ពួកស្រីពីព្រោះនៅក្នុងនេះខមណាំងចំពុក38ខ8ប្រាប់ថាចានខ្លាំដែលធ្វើពីលង្ហិននឹងគឺជាលង្ហិនដែលភ្លឺរលោងដែលស្ត្រីយកមកធ្វើជាកញ្ចក់ឆ្លុះមុខនាសម័យនោះបាទនៅក្នុងពងសាវតារក្សត្រខ្សែទី1ចំពុក7ខ23ទៅខ26បាទនៅក្នុង The First Temple នៅក្នុងព្រះវិហារសាឡូមោនគេបានដូរទៅជាអាងដ៏ធំមួយបាទដែលមានអីគេបាទដែលអាចដាក់ចំណុះទឹកបើសិនជានៅក្នុងភាសាអង់គ្លេសគេប្រើពាក្យថាបាទ12000 gallon ទឹកបាទខ្ញុំកណនាទៅគឺ46000 លីត្របាទថ្លាងមួយនឹងដាក់ទឹកបាន46000 លីត្របាទបានជាដោយព្រោះទឹកវាច្រើនពេកបានជាគេហៅថាសមុទ្រយល់ទេបាទយើងហៅថាសមុទ្រកែវបាទហេតុអីពីព្រោះហេតុអីបានសមុទ្រកែវដោយសារលង្ហិនដែលយកមកធ្វើនឹងមិនមែនជាលង្ហិនធម្មតាទេជាលង្ហិនដែលខាត់រលោងអត់មានគ្រើមអត់មានស្លាកស្នាមទេគឺជាកញ្ចក់ដែលគេយកមកធ្វើជាកញ្ចក់របស់ស្ត្រីសម័យនោះឥឡូវនេះយើងប្រើកញ្ចក់តែសម័យនោះគេប្រើលង្ហិនទេបាទដល់ពេលអញ្ចឹងទៅយ៉ាងម៉េចដែរដោយព្រោះកញ្ចក់ហ្នឹងភ្លឺរលោងហើយទឹកហ្នឹងក៏ថ្លាទៀតចាំងដល់ពន្លឺព្រះអាទិត្យមកយើងឃើញយ៉ាងម៉េចដែរគឺថ្លាដូចជាកែវអញ្ចឹងគេហៅសមុទ្រកែវហើយនៅដាក់តម្កល់នៅលើគោ12ក្បាល3ទៅទិសខាងជើង3ទៅទិសខាងត្បូង3ទៅទិសខាងកើត3ទៅទិសខាងលិចគោ12ក្បាលហេតុអីបានជាគោពីព្រោះគោគឺជានិមិត្តរូបនៃបាបនិមិត្តរូបនៃសាសនានិមិត្តរូបនៃបាទមនុស្សដែលបាទមិនស្អាតមិនបរិសុទ្ធនៅចំពោះព្រះអានឹងសត្វគោបាទហើយយើងឃើញគោមានរឿងតាំងពីដើមស្ទើរតែគ្រប់សាសនាទាំងអស់ដែលថ្វាយគុំគោឥណ្ឌាក៏មានខ្មែរក៏មានអ្នកណាក៏មានបាទសូម្បីតែអ៊ីស្លាមក៏មានដែរបាទពួកអេស៊ីបក៏មានក៏ថ្វាយគុំគោដែរបាទហើយសូម្បីតែក្នុងពិធីថ្វាយយ៉ាញ់បូជាក៏តាក់ទងនឹងសត្វគោដែរអញ្ចឹងគោទាំង12ហ្នឹងគឺតំណាងឲ្យជនជាតិអ៊ីស្រាអែលទាំង12ពូជអម្បូរនឹងឯងបាទដែលជារាជខាងឯសាច់ឈាមរបស់ផងព្រះបាទទោះបីជាគេជារាជខាងសាច់ឈាមរបស់ផងព្រះមែនតែគេដូចជាសាសដតេអញ្ចឹង
បាទអ្នកណាគោរពកោខ្លាចព្រះក៏គោរពទៅអ្នកណាថ្វាយបង្គំស្អីក៏គិតអីក៏គិតទៅធ្វើអីក៏ធ្វើទៅគេគឺជាបឋិជនដូចតែយើងអញ្ចឹងអាមែនបាទហេតុអីបានជាគោនឹងបាទត្រូវរែកពុនបាទសមុទ្រកែវនឹងពីព្រោះសមុទ្រកែវតំណាងឲ្យសេចក្តីសុចរិតតំណាងឲ្យភាពបរិសុទ្ធបាទតំណាងឲ្យបាទយ៉ាងម៉េចដែរតំណាងឲ្យការលាងសម្អាតតំណាងឲ្យភាពឥតខ្ចោះនៅចំពោះព្រះចោមម្ចាស់បាទព្រះគម្ពីរចង់ពន្យល់ប្រាប់យើងខាងសាច់ឈាមទី1យ៉ាងម៉េចដែរថាបជារាព្រះទោះបីជាមានឈ្មោះជាបជារារបស់ផងព្រះហើយក៏ដោយក៏ប៉ុន្តែត្រូវតែបាទខ្លួនត្រូវតែទទួលរែកពុនបាទយ៉ាងម៉េចនៅចំពោះព្រះចោមម្ចាស់ដែលត្រូវតែរស់នៅស្អាតបរិសុទ្ធសុចរិតប្រព្រឹត្តត្រឹមត្រូវបាទតាមព្រះបន្ទូលរបស់ផងព្រះជាម្ចាស់ជាប្រចាំអញ្ចឹងហើយបានជាគោនឹងនៅពីលើបាទហើយបាទអញ្ចឹងទឹកដែលសំណាងឲ្យការលាងសម្អាតនឹងបាទគឺអីគេគឺជាគុណតម្លៃគឺជាការលាងសម្អាតបន្ទាប់ពីយើងបានទទួលព្រះអង្គបន្ទាប់ពីយើងបានធ្វើជារាជរបស់ផងព្រះចោមម្ចាស់រួចហើយលោកអ្នកនៅក្នុងព្រះគម្ពីរវិវរណៈជំពូក16ខ15ព្រះគម្ពីរប្រាប់ថាម៉េចមានពរហើយអ្នកណាដែលរក្សាសម្លៀកបំពាក់ខ្លួនមិនឲ្យកខ្វក់សូមឲ្យខ្ញុំប្រាប់អាកំបាំងមួយមុនពេលបញ្ចប់គ្រប់គ្នាគឺអស់អ្នកដែលទទួលព្រះអង្គជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះបាទដែលបានសង្គ្រោះថ្ងៃបាទនៅចុងបញ្ចប់គេនឹងត្រូវចូលទៅកាន់វិវាហកូនជាតិនេះជាពិធីជប់លៀងចុងក្រោយហើយតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិមុនពេលដែលរាជ 1000 ឆ្នាំត្រូវចាប់ផ្ដើមមុនពេលដែលព្រះគ្រីស្ទមកធ្វើជាស្ដេចនៅលើផែនដីនេះបាទហើយសំបីតែលោកអាដាមក៏រងចាំពិធីជប់លៀងមួយនេះដែរហើយសមុទ្រកែវបាទនេះឯងសមុទ្រកែវបាទអញ្ចឹងតើធ្វើម៉េចនេះខ្ញុំអត់និយាយអ្នកអត់បានទៅខ្ញុំអត់និយាយអ្នកខកជើងទេណាខ្ញុំនិយាយអ្នកដែលបានទៅគ្រប់គ្នាឈរនៅចំពោះព្រះដ៏ជាអម្ចាស់ហើយបាទក្នុងរូបភាពយើងហៅព្រះអង្គប្រាប់ហៅទៅមើលម្នាក់ម្ដងថាណែឯងបានធ្វើអីខ្លះតាមពិតធៀបពិតមិនអញ្ចឹងទេសូមចងចាំទីបរិសុទ្ធរបស់ផងព្រះគឺចម្លងចេញជាស្រមោលនៃឋានសួគ៌អញ្ចឹងហេតុអីបានជាបដូរពីចានក្លាំទៅជាសមុទ្រកែវបាទពីព្រោះនៅឋានសួគ៌បាទនៅក្នុងនគររបស់ផងព្រះក៏មានសមុទ្រដែរហើយនោះគឺជាសមុទ្រកែវពិតប្រាកដបាទជាសមុទ្រកែវពិតប្រាកដដែលគេចម្លងយកមកដើម្បីឲ្យយើងយល់ពីនគរឋានសួគ៌អញ្ចឹងនៅពេលដែលប្រជារាស្ត្ររបស់ផងប្រងមុនពេលចូលទៅកាន់រោងការគេឈរនៅចំពោះព្រះជាម្ចាស់គឺគេឈរនៅលើសមុទ្រកែវនោះឯងបាទ floor ដែលគេឈរគឺនៅលើសមុទ្រហើយសមុទ្រនោះគឺជាសមុទ្រកែវសមុទ្រនោះភ្លឺថ្លាដូចជាកែវចរណៃហើយមិនមែនគ្រាន់តែជាកែវទេលីឡំទៅដោយភ្លើងផងបាទគឺទាំងភ្លើងឆេះលាយឡំជាមួយសមុទ្រកែវនោះបាទដើម្បីអីគេនៅពេលដែលយើងទៅឈរនៅកន្លែងនោះគឺបើកសម្ដែងគ្រប់យ៉ាង reveal គ្រប់យ៉ាងបាទនៅអ្វីដែលមាននៅក្នុងជីវិតរបស់ផងយើងហើយត្រូវឆេះបន្សោះរហូតតតែយើង perfect ទើបយើងអាចដើរចូលទៅក្នុងវិហារមង្គលកូនជាបានហើយរឿងនេះ throughout the Bible គ្រប់កន្លែងទាំងអស់បាទនេះយើងត្រូវយល់បាទអញ្ចឹងហើយយ៉ាងម៉េចដែរពុំមាននរណាម្នាក់អាចលាក់អ្វីនៅចំពោះព្រះជាអម្ចាស់បានទេលោកអ្នកបើលោកអ្នកបងប្អូនព្យាយាមហើយនៅតែចង់ថាខ្ញុំមានអាចកំបាំងផ្ទាល់ខ្លួនយោបល់ខ្ញុំកុំទៅឋានសួគ៌ពីព្រោះអ្នកទៅឋានសួគ៌គ្មានស្អីដែលផ្ទាល់ខ្លួនទេគ្រប់យ៉ាង reveal គ្រប់យ៉ាង
អាមែនបាទហើយបើចង់ទៅឋានសួគ៌ត្រូវរៀនខ្លាយជំនួលែងមានអាកំងពីឥឡូវទៅតែខ្ញុំលែងមានអាកំងហ្នឹងមិនមែនមានន័យថាដើរប្រាប់គេគ្រប់យ៉ាងទេក៏ប៉ុន្តែឲ្យចិត្តឲ្យគំនិតឲ្យព្រលឹងឲ្យវិញ្ញាណអារម្មណ៍មនោចេតនារបស់ផងយើងបានជ្រះស្រឡះស្អាតបរិសុទ្ធនៅបាទនៅចំពោះឯគេនៅចំពោះព្រះជាម្ចាស់ហើយចំពោះគ្នាទៅវិញទៅមកឲ្យហើយផ្ទះខ្ញុំកាន់ទូរស័ព្ទបាទហើយជាមួយគ្នាខ្ញុំហើយនឹងភរិយាលេខទូរស័ព្ទរបស់ផងខ្ញុំកូនណាក៏ដឹងបុគ្គលិកណាក៏ដឹងអ្នកណាក៏បើកបានអត់មានអាកំងទេពីព្រោះហេតុអីខ្ញុំធ្វើអញ្ចឹងពីព្រោះខ្ញុំចង់ប្រាប់អ្នកដទៃថាខ្ញុំគ្មានអាកំងទេកងធនាគារខ្ញុំក៏អ្នកអាចមើលបានពេលខ្លះខ្ញុំប្រើមករៀមថាឲ្យយកទូរស័ព្ទខ្ញុំទូទាត់លុយនៅក្នុងកងធនាគារហ្នឹងខ្ញុំទៅទិញអីមួយពីព្រោះវាអត់មានអីត្រូវអាកំងទេហើយក៏គ្មានអីអាកំងនៅក្នុងទូរស័ព្ទហ្នឹងដែរក្រៅតែពី contact ប៉ុន្តែមនុស្សជាទូទៅអត់អញ្ចឹងទេសូម្បីតែប្តីក៏មិនអាចប៉ះទូរស័ព្ទប្រពន្ធក៏មិនអាចប៉ះទូរស័ព្ទប្តីព្រោះមានអាកំងរៀងខ្លួនត្រូវអត់ខ្ញុំនិយាយត្រូវអត់ពេលខ្លះគេប្រើពាក្យ Don't touch my privacy កុំប៉ះពាល់សិទ្ធិបុគ្គលរបស់ខ្ញុំត្រូវអត់លោកអ្នកបងយើងគិតធម្មតានៅលើផែនដីពីព្រោះយើងកើតមកក្នុងបរិបទហ្នឹងបន្តធ្វើទៀតទៅអីទេក៏ប៉ុន្តែអ្វីដែលខ្ញុំនិយាយតាក់ទងទៅខាងពលិកញៀននៅចំពោះព្រះអាក្រាតគ្មានទេ privacy បាទជាពិសេសរវាងអ្នកនិងព្រះជាម្ចាស់ហើយអ្នកដែលចូលចិត្ត privacy untouchable មិនអាចប៉ះបានយោបល់ខ្ញុំកុំគួរទៅឋានសួគ៌អីពីព្រោះទៅឋានសួគ៌ព្រះអង្គអាក្រាតទាំងអស់អាមែនបាទពីព្រោះនៅឋានសួគ៌ខ្ញុំប្រាប់លោកអ្នកបងប្អូនគ្រាន់តែលោកអ្នកបងប្អូនគិតមិនទាំងទាន់បានធ្វើអីផងគឺមនុស្សទាំងអស់នៅឋានសួគ៌គេដឹងថាអ្នកបងប្អូនគិតអីពីព្រោះឋានសួគ៌ transparency ថ្លាដូចកញ្ចក់អញ្ចឹងបាទនោះជាពួកបរិសុទ្ធហេតុអីបានព្រះធ្វើអញ្ចឹងបាទបើមិនអញ្ចឹងទេព្រះអង្គនឹងបើកឱកាសដើម្បីឲ្យមានអ្នកបះបោរតទៀតហើយសូមចាំថាផែនដីមានការបះបោរ3លើកហើយនឹងគ្មានលើកទី4ទេអាមែនការបះបោរលើកទី1មុនលោកុបាទចំពុក1ខ1ការបះបោរលើកទី2គឺនៅសួននេដែនការបះបោរលើកទី3ពួក watcher 200នាក់បាទហើយនឹងអត់មានការបះបោរលើកទី4ទេហើយលើកទី4នេះគឺខ្ញុំនិងលោកអ្នកបងប្អូននេះឯងបាទដើម្បីជៀសវាងការបះបោរលើកទី4គ្រប់គ្នាទាំងអស់គឺត្រូវតែដាក់ transparency បាទអូខេគឺបងប្អូនណាបាទបងប្អូនណាសប្បាយចិត្តថាបាទអូខ្ញុំចូលចិត្តរូបភាពបែបហ្នឹងអាចទៅឋានសួគ៌បាន available to heaven តែបងប្អូនណាដែលគិតថាអូខ្ញុំចេះឬក៏ខ្ញុំចោះរៀនកែប្រែផ្លាស់ប្ដូរឲ្យជំរះពីចំអាសពីឥឡូវទៅពីព្រោះអីពីព្រោះបើមិនចឹងទេអ្នកមិនមានគុណភាពអាចទៅឋានសួគ៌បានទេពីព្រោះទៅដល់នោះពីគ្រប់យ៉ាងចាប់តាំងពីពេលឯគេរឿងនេះបានចាប់ផ្ដើមតាំងពីមុនពេលដើរចូលទៅក្នុងវិវាហមង្គលម្លេះអាមែនលោកអ្នកកូនកន្លោះប្រមាណអ្នកជួយចង់រៀបការតែមិនដឹងថាកូនកំមុំខ្លួនគិតអីអាមែនយើងជាកូនកំមុំរបស់ព្រះយេស៊ូវព្រះអង្គត្រូវតែច្បាស់ជាមួយយើងទាំងចិត្តទាំងកាយបាទអ្នកស្រឡាញ់ខ្ញុំតែមួយស្មោះត្រង់ចំពោះស្វាមីតែមួយបើមិនអញ្ចឹងទេព្រះអង្គយកយើងទៅធ្វើអីអាមែននេះគឺជារឿងសំខាន់ណាស់អញ្ចឹងហើយបានជាព្រះពន្លាសរតានៅសាទេវីប្រាប់ថាម៉េចរំលឹកអ្នកហើយរំលឹកទៀតរំលឹកអ្នកហើយរំលឹកទៀតពីព្រោះអីគេ you are almost midnight បាទអ្នកឈរនៅចំណុចវិនាទីនៃ prophetic time ពាក់កណ្ដាលទៀតហើយចិត្តពាក់កណ្ដាលទៀតហើយបាទហើយ midnight នេះសម្បីតែពួក nuclear bomb ក៏គេកំណត់យក midnight ដែរគឺជាពេលវេលានៃចុងបញ្ចប់ដែលផ្លាស់ប្ដូររវាង dispensation មួយទៅកាន់ dispensation មួយបាទអញ្ចឹងហើយបាទយល់នៅពេលដែលយើងយល់ដឹងអំពី time clock ទាំងអស់ហ្នឹង
រៀនរស់នៅឲ្យកប់ហត្ថេដល់ព្រះប្រហែលជាលោកអ្នកបងប្អូនធ្លាប់ឮខ្ញុំនិយាយម្ដងហើយម្ដងទៀតហេតុអីព្រះពលិស្រាប់តានឹងសាទិវាមិននិយាយរឿងផ្សាយនឹងល្អប្រធានបទនៃការផ្សាយនឹងល្អនិយាយគ្រប់សម័យកាលគ្រប់ជំនាន់ហើយគ្រប់ទាំងពួកជំនុំគ្រប់ទាំងអ្នកជឿទាំងអស់ហើយទូនាទីរបស់ខ្ញុំព្រះពលិស្រាប់តានឹងសាទិវាមកជួយអ្នកជឿបាទដើម្បីឲ្យគេស្គាល់សិទ្ធិស្គាល់អំណាចយល់ពីរបៀបរស់នៅហើយទៅផ្ទះអាមែនខ្ញុំបានប្រាប់លោកអ្នកបងប្អូនហើយខ្ញុំក៏ជាអ្នកផ្សាយនឹងល្អដែរលោកអ្នកបងប្អូនផ្សាយ10នាក់មានម្នាក់ព្រមថ្វាយខ្លួន10នាក់មានម្នាក់មកដល់ព្រះវិហារ10នាក់មានតែម្នាក់ទេជាប់ដូច្នេះលោកអ្នកបងប្អូនអង្គុយនៅទីនេះលោកអ្នកបងប្អូនត្រូវ screen ពីចំណោមមនុស្សពី30ទៅ50នាក់ក្នុងចំណោមអ្នកឮដំណឹងល្អក៏ប៉ុន្តែមិនប្រកាសថាគ្រប់ទាំងអ្នកអង្គុយក្នុងទីនេះមានគុណសម្បត្តិអាចទៅឋានសួគ៌បានទេបើសិនជាព្រះមកឥឡូវនេះនោះជា mission របស់ព្រះពលិស្រាប់តានិងសាទិវីបាទអញ្ចឹងឲ្យបានយើងពន្យល់មួយផ្សេងទៀតយើងថាអញ្ចឹងបង្រៀនតែអ្នកជឿលោកអ្នកបងប្អូនមើលឃើញអញ្ចឹងក៏ប៉ុន្តែនៅពេលដែលអ្នកជឿម្នាក់មានគុណភាពគេមានគុណតម្លៃអាចនាំអ្នកអត់ជឿដទៃផ្សេងទៀតឲ្យស្គាល់ព្រះជាម្ចាស់បានបាទអាមែនបើយើងចង់ឈោងចាប់នគរព្រះផ្សាយត្រូវហើយក៏ប៉ុន្តែជាមួយគ្នាត្រូវកសាងកងទ័ពនៃដំណឹងល្អដើម្បីឲ្យគេចេញទៅផ្សាយដំណឹងល្អអាមែននេះគឺជាអ្វីដែលយើងត្រូវយល់អញ្ចឹងហើយបានជាយើងតែងតែរំលឹកថាម៉េចបើមិនបរិសុទ្ធអត់ជួបព្រះទេលោកអ្នកបងចុងក្រោយបើកជាមួយខ្ញុំទៅកាន់ហេព្រើរជំពូក12ខ14បាទនេះខកពីយោងច្រើនណាស់មើលខ្ញុំដាក់ឃើញខ្ញុំបិទអាវឡាញទេប៉ុន្តែបាទខ្ញុំអត់អានទេខ្ញុំគ្រាន់និយាយលោកអ្នកបងស្ដាប់បាទកុំថាហេតុអីបានខ្ញុំបង្ហាញថាហេតុអីបានគូវាបិទអញ្ចឹងទោះបីលោកអ្នកបងកាន់កាពីរងហើយមិនប្រកាសជាបើកលឿនទេលោកអ្នកបង will take time ប៉ុន្តែបើខ្ញុំបិទអញ្ចឹងខ្ញុំបើកភ្លាមដល់ភ្លាមបើកភ្លាមដល់ភ្លាមនេះជាអាកម្លាំងរបស់គ្រូណាអូខេបាទឥឡូវយើងបើកមើល Hebrews បាទជំពូក12ខ14ចូលដេញតាមសេចក្តីមេត្រីចំពោះមនុស្សទាំងអស់ហើយឲ្យបានញែកជាបរិសុទ្ធបើអ្នកណាមិនបរិសុទ្ធទេនោះមិនបានឃើញព្រះអម្ចាស់ឡើយហេតុអីពាក្យបរិសុទ្ធតាក់ទងរឿងដេញតាមឲ្យមេត្រីពីព្រោះអ្នកមិនអាចបរិសុទ្ធរស់នៅដោយគោរពស្ដាប់បង្គាប់ព្រះក្នុងពេលដែលអ្នកប្រខំគ្នាទេយល់ទេរឿងភាពបរិសុទ្ធនៅខាងក្នុងរវាងអ្នកចំពោះព្រះវិតាក់តងនឹងទំនាក់ទំនងរវាងអ្នកនិងបងប្អូនអ្នកបងថាបើអ្នកមិនអាចស្រឡាញ់គ្នាដែលមើលឃើញធ្វើមិនអាចស្រឡាញ់ព្រះដែលមើលមិនឃើញកន្លែងនឹងហើយដែលរឿងភ្ជាប់គ្នាដូច្នេះព្រះគម្ពីរហេព្រើរចំពុក12ខ14នឹងព្រះគម្ពីរយូហានចំពុក13ដែលតាក់ទងនឹងការលាងបាទតាក់ទងនឹងការបន្ទាបខ្លួនឲ្យលាងជើងវាជារឿងតែមួយទេប្រធានបទព្រះគម្ពីរនៅពេលដែលយើងយល់សែមទេអាមែនអញ្ចឹងហើយបានជាព្រះគម្ពីរនិយាយថាម៉េចចូលដេញតាមសេចក្តីមេត្រីចំពោះអ្នកណាពាក្យដេញតាមសេចក្តីមេត្រីមានន័យថារស់នៅដោយស្រឡាញ់រស់នៅដោយចោះសម្រងរស់នៅដោយយោគយល់រស់នៅដោយបាទដោយអត់ប្រកាន់គ្នាទៅវិញទៅមកអានឹងសេចក្តីមេត្រីត្រូវអត់បាទដេញតាមសេចក្តីមេត្រីចំពោះមនុស្សទាំងអស់ចោះមនុស្សទាំងអស់ include អ្នកជឿនិងអ្នកអត់ជឿអាមែនបាទហើយបើសិនជាយើងថាខ្ញុំរស់នៅស្អាតបរិសុទ្ធនៅចំពោះព្រះក៏ប៉ុន្តែបាទចំពោះបងប្អូនអត់មានត្រូវមកណាសោះបោកហើយអាមែនពីព្រោះអ្វីដែលគេមើលមិនឃើញវា demonstrate នៅក្នុងសហគមន៍ជាក់ស្ដែងត្រូវអត់អានេះជាការពិតអញ្ចឹងហើយបានជារឿងនេះជារឿងសំខាន់បាទអញ្ចឹងលោកអ្នកបងប្អូនបាទវាអត់ចៃដន្យទេតែលោកអ្នកបងប្អូនលឺមួយសប្តាហ៍ពីព្រោះអីព្រះកំពុងតែសម្រិតសម្រាំងដើម្បីឲ្យអ្នកល្អបរិសុទ្ធហើយគ្រប់លក្ខសម្រាប់ចូលទៅក្នុងវិវាហមង្គលបាទក្នុងនាមជាពួកព្រហ្មចារីបរិសុទ្ធអាមែនបាទដូច្នេះសូមក្រោកឆ្លាស់សញ្ជឹងគិតហើយពិចារណាតើ
លោកអ្នកបងប្អូនដៃបានស្អាតនៅជើងបានស្អាតនៅសម្លៀកបំពាក់លោកអ្នកបងប្អូនស្អាតហើយឬនៅបាទហើយបើព្រះយាងមកយប់នេះតើបាទហើយលោកអ្នកបងប្អូនត្រូវឈរនៅចំពោះសមុទ្រកែវតើមានអីឲ្យព្រះអង្គបញ្ឆេះបន្សុទ្ធទេបាទឬក៏ស្អាតបរិសុទ្ធហើយបាទនៅពេលដែលលោកអ្នកបងប្អូនកំពុងតែសញ្ជឹងគិតតែពិចារណា